ហើយអ្នកនិយាយថាមានមនុស្សអាចប្រើរូបកាយសាច់ឈាមដើម្បីបែកភាគដូចជាមនុស្សមែនទេពិតមែនហើយគេគឺជាបងប្រុសរបស់យឹមឈៀងហៃដែលជាតែមេដឹកនាំរបស់ធានជីវ៉ៃយឹមចុងសាននៅថ្ងៃនេះក៏ក្លាយជាមេដឹកនាំថ្មីហើយស៊ីសូមានប្រមូលផ្ដុំអ្នកមានសមត្ថភាពមិនតិចទេយើងមិនអាចមិនប្រុងប្រយ័ត្នបានទេស៊ឺចុះជាមួយព្រះអង្គជွန်ជីចុះអ្នកមានពួកមានអ្វីដែរទេមកធានស្វីជាអ្នកបង្កើតធានជីវ៉ៃហើយថែមទាំងជួយសៀលរួយអោជាបណ្ដារផកឲ្យឡើងក្រុងរាជបល្ល័ង្ករឿងនេះខ្ញុំបានដឹងតាំងពីពេលជួបព្រះនឹងរួចហើយក៏ប៉ុន្តែពេលកំពុងគិតចង់និយាយបន្ថែមក៏ត្រូវស៊ឺជើការផ្ដាច់ក្រមកបរបស់រួយវាងមានក្រុមអ្នករីមួយក្រុមដែលមានមនុស្សមួយចំនួនថែមទាំងអាចារ្យដែលតេជាមួយឆ្មាំរបស់លីវលីវាងទៀតផងពួកគេពិតជាមិនមែនជាមនុស្សថាទេតែអាចទៅរួចទេដែលថនជីយីងពិតជាស្ថិតនៅក្នុងដៃបងប្អូនប្រុសទីក៏ប៉ុន្តែថនជីយីងlạiគឺជាក្រុមអ្នករីទៅវិញតើនៅមានរឿងអ្វីផ្សេងទៀតដែលត្រូវរេកាត់ទេបងប្អូនស្រីទាំងអស់ដែលទូលបង្កំជូនទៅនគរដងឡាងកាលពីមុនលើនេះត្រូវបានគេសម្លាប់ចោលទាំងអស់ហើយពួកមនុស្សដងឡាងបានធ្វើទីរងកម្មពួកនាងរហូតដល់ស្លាប់ហើយថែមទាំងបញ្ជូនដំណឹងមកវិញថាមួយជីវិតនេះទៅបង្កំជាអ្នកបំរើមិនដែលឃើញស្ថានភាពណាមួយវេទនាបែបនេះទេស៊ីសូទៅតែមានសញ្ញាអស់ឡើងវិញដងឡាងក៏ចាប់ផ្ដើមមិនស្ងប់ចិត្តហើយឬវាយអិនលេខាណៃព្រះអង្គទូលបង្កំទទួលបញ្ជាលេខាងជួយចលនាចាកម្មរបស់វាយជួយខើជាមួយលីវលីវាងតាមដានចលនារបស់នគរដងឡាងក្នុងពេលជាមួយគ្នាជួយវាយអិនប្រងការតាមដានរួចវាងវោពិតជាមែនតែអ្នកដែលខ្ញុំយកចិត្តទុកដាក់បំផុតនៅតែជាប្អូនទីនឹងព្រះនាងឈឿនជីហើយជួទៅជានរណាដែលកំពុងនៅដល់ខ្ញុំតើជាធានស្វីដែរឬទេហេពីទីគុំណារបស់ថៃហូចិត្តមកដល់ហើយចាំបាច់ត្រូវតែធ្វើឲ្យរួចរាល់ឆាប់ទៅបានក៏ប៉ុន្តែឥឡូវនេះត្រូវសម្រាប់ឲ្យបានលឿនធានស្វីនៅមិនទាន់បានការអនុញ្ញាតផងក៏បានចាក់រូបអ្នកហើយខ្ញុំនឹងមិនអ្នកនឹងមិនខាងទេមែនទេសឹកឲ្យកំពុងធ្វើអ្វីនឹងវាអត់មានធ្វើអ្វីផងមកពីស៊ីសូវិញហើយមិនព្រមហេតុអ្វីមិនមកជួបម៉ាក់តោះម្នាក់នេះរាប់ថាកាន់តែមិនបានការហើយព្រះមេដារបស់ដងហ្វុងសូព្រះអង្គកំចាប់ហ្វីចាប់ទី61ចំពុកទី62កូនបានត្រឡប់មកវិញហើយកូនរបស់ដាក់ស្រ័យការងារច្រើនណាស់របស់ខ្លាំងពេកទៅមិនទាន់មានពេលមកសួរសុខតុកព្រះមេដាសូមព្រះមេដាទូសតនកូនផងកូនល្ងងឲ្យម្ដេចនឹងអាចមានចិត្តបន្តកូនបានទៅដើបមកឡើងមើលមកកំដៅបន្តិចមើលកូនសុខនេះកូនកំពុងឆ្លាក់អ្វីនឹងថ្ងៃក្រោយគឺជាថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះមេតាអធិរាជកូនគិតថានឹងឆ្លាក់រូបសំណាកមួយសម្រាប់ថ្វាយព្រះមេតាអធិរាជព្រះមេតាអធិរាជនឹងលងសុទ្ធតែមានកូនចំពោះយើងក៏ត្រូវតែចងចាំមិនឲ្យភ្លេចបានឡើយកូននឹងចងចាំយូរថានាងកញ្ញាធវ័នដែលកូនជួយសង្គ្រោះមនុស្សកំពុងនៅអំណាចខាងកើតមែនទេក្នុងវាំងមែនទេពេលដែលចង់និយាយពីធានរាជមែនទេមិនខុសទេ4ឆ្នាំពេលដែលដសេតកូនគឺវាបានបញ្ចប់នៅស្អីនឹងគ្នាទៅហើយហេតុអ្វីកូននៅតែងល់មិនព្រមភ្ញាក់ខ្លួនបែបនេះត្រកូលត្រូវបានគេម្ចាស់ចោលអស់ហើយនៅសល់តែបងប្រុសនឹងធានទុយបណ្ណោះកូនមិនអាចឈើមើលគេស្លាប់ដោយមិនជួយបានទេកូនបានជួយគេចេញមកហើយប៉ុន្តែមិនតន់គ្រប់ផ្នាទីគឺជារឿងយោបាយមិនគួរទុកឲ្យពួកគេត្រូវគេសម្លាប់រង្ការបែបនេះទេប្រសិនបើអាចជួយពួកគេស្ដារនាមជាឡើងវិញសម្រាប់ចៅក៏អាចគុនកុំរឹងរូសពេកអីកុំវត្តរឹងពេកកូនគ្រាន់តែស្រឡាញ់មោធានទុយខ្លាំងពេកតែប៉ុណ្ណោះមោធានទុយតសក់នៃការបាត់បង់ប្រទេសជាតិតើមានមនុស្សប៉ុន្មានអ្នកដែលស្លាប់ដោយសារពាក់ព័ន្ធទៅនឹងនាងម្ដាយមិនចង់ឲ្យនាំតកុំឲ្យកូនឡើយកូនប្រុសរបស់ម្ដាយអើយម្ដាយក៏មានបំណងចង់រួបបង្រួមតំបន់កណ្ដាលដែរតើកូនគិតថាការស្ដារនាមជាឡើងវិញជាងអាចទៅរួចដែរឬសួស្ដីកូនត្រូវស្ដារម្ដាយកាប់ដៃទំនាក់ទំនងជាមួយមោធានទុយឲ្យឆាប់ទៅថ្ងៃក្រោយកូននឹងធានទុយមកសួរសុខទុក្ខព្រះមេដាកូនម្នាក់នេះពិតជាមិនចេះធ្វើឲ្យម្ដាយបានសួរចិត្តបន្តិចសោះចាប់ចំពុកទី62ចំពុកទី63មិននិយាយដល់ជួងអានគឺមិនអាចមិននិយាយដល់រាជធានីជួងរបស់វាបានឡើយនិយាយដល់ឆាងអានគឺមិនអាចមិននឹកឃើញដល់ទីកន្លែងដល់ពាណិជ្ជកម្មដ៏អូអាបំផុតនៅតំបន់ចុងយួនបានឡើយហើយបាននិយាយដល់កន្លែងនេះក៏មិនអាចមិននិយាយដល់អាហារឆ្ងាញ់ពិសាគ្រប់ប្រភេទដែលប្រមូលផ្ដុំទៅដោយរស់ជាមកពីកទីសទីប៉ុន្មានហើយនឹងនាងនិយាយបានត្រូវណាស់កាលពីមុនធ្លាប់បានលោកគ្រូប្រាប់ថាបើមិនបានមកឆាងអានដើម្បីញ៉ាំអាហារល្បីមិនតង់ទេនោះក៏មិនសក្តាសមនឹងធ្វើជាចុងភៅឡើយអ្នកញ៉ាំអាហារដែលក្មេងបំផុតក្នុងលោកនេះកន្លែងនេះទៅជាកន្លែងបែបណាទៅវិញកន្លែងសម្រាប់ជីករណ្ដាក៏កប់មនុស្សធាននំទីតចូលទៅក្នុងវិធីតូចនោះវិញមិនល្អជាងទៅមានថ្ងៃមកនេះក៏ទៅពិតជាផ្សោះខ្លាំងណាស់កុំធ្វើរឿងរ៉ាត្រូវតែសម្រាប់กับព្យាបាលមិនអាចចេញមកកន្លែងបែបនេះដើម្បីរំខានព្រះកាយបានឡើយព្រះជំនះបានតែគេថាថ្ងៃបុណ្យចំព្រះជុំរបស់ព្រះមេតាវិចិត្រមកដល់ហើយការដែលខ្ញុំចេញពីក្នុងវាំងលឹកនេះក៏ដើម្បីរៀបចំអំណោយថ្វាយព្រះចំដែររឿងអ្វីដែលធ្វើបានមុនក៏ធ្វើទៅចុះបើថ្ងៃនេះពួកយើងទៅមើលផ្សារមើលអីបន្តិចទៅព្រះនាងអាចត្រាំបានតែឬទេលើកនេះបើព្រះនាងក្តីទៅហើយម្ចាស់វាងត្រង់បន្តខ្ញុំម្ចាស់ច្បាស់
ជាតួខុសមិនរួចឡើយប៉ុន្មានថ្ងៃកណ្ដោនេះក៏បានលោកនាងកងថាជួយមើលថែទៅសុខភាពបានទៅសោះជាមុនច្រើនណាស់មានអារម្មណ៍ថាគ្មានអ្វីរាំងទៀតទេមិនអីទេបើដូច្នោះខ្ញុំម្ចាស់នឹងទៅរៀបចំប្រកាសពួកយើងក្តៅហើយឆាប់ត្រឡប់មកវិញអានចេញពីបង្ហាយទីបំផុតបានមកដល់ឋានៈសួគ៌នៃអាហារឆ្ងាញ់ហើយលោកតែ2គីឡូគ្នាឯងស្ករក្របផ្លែឈើលោកក៏ភ្ញៀវអញ្ជើញភាសាបានណាលោកកំចាត់អំបោដុតលោកយ៉ាងម៉េចដែរមួយដំ5ប្រាជួយរៀបចំឲ្យខ្ញុំ50ដំផងហើយគាត់ដែលជួយគាំទ្រភ្នាក់នេះពិតជាចម្លែកមែនពិតជាចម្លែកគ្រប់យ៉ាងមែននឹងអំណោយសម្រាប់ថ្វាយព្រះមេត្តាបានតែងរួចរាល់ឬនៅឲ្យអ្នកនេះចោះនេះគឺជាកងដៃដែលធ្វើពីឈើក្រអប់កម្រាស់ពីហាងរបស់លោកសិលបកវត្តធាតុដើមសុទ្ធដែលជាថ្នាក់លេខ1សម្គាល់នឹងថ្វាយព្រះមេត្តាណាស់ហើយកងដៃនេះវិញយ៉ាងម៉េចដែរតម្លៃប៉ុន្មានទៅតម្លៃទីផ្សារគឺ500ដុំប្រាក់បានធ្វើជាគ្រប់គ្រងរាជវាំងហើយរបស់ដែលចង់ទិញគឺមានគ្រប់អស់ហើយយើងគួរតែត្រឡប់ទៅវិញឆាប់ពីនេះបន្ទាប់ពីកណិតនេះគិតលេខរួចហើយនោះតម្លៃប្រាក់ប៉ុណ្ណឹងបើសិនជារៀងរាល់ថ្ងៃយើងស៊ីនគៀង50គ្រាប់នោះរង្វាន់មួយនេះអាចស៊ីបាន4000ថ្ងៃស្មើនឹង11ឆ្នាំឯណោះចាយលុយហើយនេះប្រញាប់ដណ្ដើមយកឡើងលុយហើយមានគេកំពុងតែរយលុយចោលហើយលុយរបស់អានក៏វាជារបស់អានលុយទៅវាមានរឿងអ្វីកើតឡើងទៅហាហ្សាមិននឹកស្មានថាបងសិតតវិធីរយលុយដើម្បីបើផ្លូវបានបែបនេះសោះនឹងអីគេហៅថាមានលុយអាចប្រើខ្មោចចោលធ្វើការបានពួកមនុស្សថោកទាបបាក់ខ្វក់នេះខ្ញុំមានអារម្មណ៍ថាស្រឡះមកស្រឡះមកណាស់សោះសឹក63សឹក14ពិចារណាស្រមែនទេក៏គ្រាន់តែជាពុកស្រមួយចៃប៉ុណ្ណោះបើចង់ធ្វើដំណើរទៅមុខឲ្យបានលឿននោះគឺគ្រាន់តែផ្ដល់អំណោយបន្តិចបន្តួចចោលពួកគេទៅគឺបានហើយបងស្រីថិនតែងតែចូលចិត្តនិយាយពាក្យពួកអ្នកប្រែសុទ្ធចិត្តមិនចូលចិត្តស្ដាប់ណាស់មែនទេហាហ្សាតានអូរឿងអ្វីទៅនេះម្ចាស់ស្លៃនៅខាងមុខមានក្មេងម្នាក់កំពុងតែមកឈររាំងផ្លូវអូម៉ាក់ខ្ញុំចង់បានម៉ាក់សំបីដែលសត្វល្អិតក៏មានចិត្តដែរពេលដែលវាមិនស្ដាប់បង្កប់ក៏គ្រាន់តែជិះបកវាតានទីកុំខ្លាចអីបាទមិនអនុញ្ញាតឲ្យធ្វើបានមនុស្សស្លូតត្រង់ឡើយប្រញាប់ឈប់ប្រទេសភ្លាមបាច់ជើខ្ញុំក៏មានវិធីសាស្ត្ររបស់ខ្ញុំដែរអូទៅវាជាអ្នកណាដែលហានមកប្រមាថសងតងកើនឹងទៅពួកយើងជានរណាមិនសំខាន់ទេគ្រាន់តែរំលឹកកងថាទោះជាមានលុយក៏មិនអាចធ្វើអំពើអាក្រក់បានដែរហាហ្សាបើសិនជាពួកពេលនេះលុតចង្កងចោះមកសុំទោសហើយលើកដែលតែមាត់ខ្លួនឯងខ្លះខ្ញុំប្រហែលជាអាចលើកលែងទោសឲ្យពួកអឹងមួយជីវិតលោកមិនគ្រប់គ្រងរាជវាំងតើលោកដឹងពីប្រវត្តិរបស់មនុស្សពីរនាក់នោះទេនាងគឺជាម្នាក់ក្នុងចំណោមបត្រីទាំង5របស់ស្ដេចត្រាញ់តែអធិរាជចំនួនមុនបានតែងតាំងជាកូនស្រីមានរបស់ព្រះកម្ចាស់ជាបញ្ញានាមថាតិនខៀមតិនហ៊ីគាត់ត្រូវបានគេតែងតាំងជាសូនតងកើគឺជាប្អូនជីដូនមួយរបស់ព្រះមហាសតសម្បីតែព្រះមេដាធំក៏ស្រឡាញ់នាងខ្លាំងណាស់ស្ដែរចំណែកម្នាក់ទៀតគឺជាវិញផាញ់ដែលជាកូនស្រីម៉ាសរបស់ព្រះគុំចាត់ត្រែងមួយអង្គទៀតទោះបីជាគ្រួសារមិនអាចប្រៀបធៀបជាមួយថិនហ៊ីខ្វាំងបានក៏ដោយឋានៈរបស់រាជបុត្រដតីទោះបីជាមិនអាចប្រៀបធៀបនឹងធំហ៊ីជុនបានក៏ដោយតែអ្នកនេះក៏មិនមែនងាយនឹងលេងសើចជាមួយដែរស្លាប់ហើយតែញុះញង់ខុសមនុស្សហើយអញធ្វើរឿងអាក្រក់បែបនេះនៅtrongពួកយើងសុំទោសទៀតសបន្ថែមត្រង់មែនទេបានហើយអ្នកណាខ្លះនៅទីនេះចាប់នៅទៅភូមិក្រោយខ្ញុំត្រូវតែបង្រៀនមេរៀនដោយផ្ទាល់ដៃត្រូវឲ្យពួកវាដឹងថាអ្វីទៅជាធានានុក្រមនឹងច្បាប់តម្លាប់ត្រូវតែសង្ឃឹមថាអ្នកនាងតុងនឹងមេដាលើកលែងឲ្យថ្ងៃក្រោយខ្ញុំនឹងអប់រំពួកវាបានល្អចោះហើយជាអ្នកណាចាប់ភាព15អឹងជាម្ចាស់របស់ពួកវាមែនទេសក្លាល់កូននឹងទោះបីជាខ្ញុំបានប្រមាថក៏ដោយប៉ុន្តែគឺមកពីចង់ជួយមនុស្សប៉ុណ្ណោះសង្ឃឹមថាអ្នកនាងតុងនឹងអាចលើកលែងឲ្យបានមួយលើកខ្ញុំកំដរផ្ទែងពិតជាអាក្រក់ខ្លាំងណាស់ប្រហែលជាត្រូវឲ្យខ្ញុំបង្រៀនចំនួនសឹងហើយថ្ងៃត្រង់ស្អែកអឹងមកជួយខ្ញុំទូមនុស្សទៅគិតចង់មកប្រជុំមុខនឹងខ្ញុំមែនទេតង់គេដេកឈ្មោះនាងសង្ឃឹមថានឹងឃើញខ្ញុំទៅចូលមុខទ្វាររវាងដើម្បីស្រាយក្រោកយត់ថមមែនទេនៅពេលដែលស្គរវាបន្លឺឡើងគេឈ្មោះនាងប្រើកម្លាំងបាត់ផ្លូវដណ្ដើមជាគំនុះកណ្ដាលក្រុងអ្នកគ្រប់គ្នាប្រកាសជាដឹងរឿងនេះអស់ប្រហែលជា5ហាក់សដល់ឆ្លាស់ស្វ័យក៏មិនអាចអង្គុយនៅស្ងៀមមើលបានដែរនឹងក៏ប៉ាចើនិយាយតាមត្រង់ទៅគ្មានអ្នកណាដែលខ្ញុំមិនហ៊ានប៉ះពាល់នោះទេហេតុអ្វីបានជានាងធ្វើឲ្យខ្ញុំមានសម្ភារបែបនេះហាក់ទោះបីជាខ្ញុំធ្វើខុសក៏ដោយក៏ព្រះមហាដែលជាបងប្អូនជីដូនមួយក៏យ៉ាងច្រើនត្រឹមតែបន្តកណ្ដៅបន្តអ្នកណាដែលហ៊ានប្រមាថខ្ញុំមានតែផ្លូវស្លាប់មួយគាត់ចាប់ទាំងម្ចាស់ទាំងខ្ញុំគេទៅឲ្យខ្ញុំថ្ងៃនេះខ្ញុំត្រូវតែអប់រំពួកកងឲ្យបានលើកនេះទោះជាអ្នកណាក៏ជួយមិនបានដែរហ៊ានប្រមាថលើកឡប់មែនមើលអ្នកណាក្លាហាននឹងធ្វើអ្នករបស់វាងវៃមកដល់ហើយតាំងពីពេលណាដែលដល់វេនមករំអ្នករបស់ដងវាងខ្ញុំចាប់ភាគ65តើមានរបួសស្រង់ណាដែរឬទេដោយសារសំណាងរបស់ម្ចាស់វាងគ្រប់យ៉ាងគឺធម្មតាទេអ្នកនាងតង់ធ្វើរឿងជ្រុលពេកហើយអូយសរោចាស់របស់បងស្រីថែមមកដល់ហើយបងប្រុសសឹកអ្នកត្រឡប់មកវិញតាំងពីពេលណាស្អីហ្នឹងស្រីម្នាក់នេះហាក់ដូចជាស្គាល់ជាមួយដងវាងយើងមិនបានជួបគ្នាអស់កន្លះឆ្នាំមកហើយធ្វើឲ្យខ្ញុំនឹកចង់ស្លាប់ប្រវត្តិតែការងារណាបងប្រុសសឹកលើកនេះទៅដំបិសេះមកផ្ញើបងដែរឬអត់
រួចទៅរត់គេចខ្លួនទៅមានពេលឯណាទៅហារត់គេចខ្លួនសុកកាកែរហ័សឡើងឲ្យអូនមើលបន្តិចចំមុំអត់មានអីទេអីគេនឹងជាស៊ីឲ្យចង់ក្អួតទៅទៀតហើយបងនេះទៅតែជួបគ្នាភ្លាមតែទៅត្រឡប់ទៅវិញលឿនម្លេះសុកកាកាកុំភ្លេចមករកអូនញឹកញាប់ផងណាលះហើយអើយពិតជាសិក្សាខ្លាំងណាស់ពិតជាចង់រស់នៅជាមួយសុកកាកាអើយនាងនឹងចាប់ផ្ដើមរោគស្រឡាញ់គេហួសហេតុទៀតហើយតែថាស្រីម្នាក់នោះជានរណាទៅសុកកាកាសូស៊ីអេដងផាតំណាក់តំណងរបស់អឹងជាមួយនាងល្អដល់ថ្នាក់ហ្នឹងមែនទេយើងធ្វើម្លាយជាមួយគ្នាពីក្មេងមកមិនដឹងថាពេលដែលបានជានាងតាមចុះខ្ញុំរហូតអូមើលទៅថ្ងៃក្រោយច្បាស់ជាមានរឿងរំខានមិនខានចាប់ចម្ពោះទី66បញ្ចម្ពោះទី67ថ្ងៃទី20ខែឧសភាថ្ងៃកំណើតពិធីខួបកំណើតអាយុ55ឆ្នាំរបស់ព្រះមេដាបាទហើយទៅបានជំរុញច្រល់អស់ហើយឬនៅព្រះករុណាថ្លៃថ្លានៅវិមាននឹងថបានរៀបជំរុញច្រល់អស់ហើយល្អណាស់ប្រាប់ឲ្យគ្រប់គ្នារៀបចំខ្លួនចូលវាងទៅកូនប្រុសរបស់ម៉ែពិតជាមានចិត្តគំនិតល្អណាស់ទើបតែប្រឡំសោះក៏ធ្វើឲ្យអារយ៉ាងនេះទៅហើយមិនមែនធ្លាប់ប្រាប់ឲ្យទៅថាមិនចាំបាច់រៀបចំអីធំតំពីទេនោះកូនវល់ធ្វើការរហូតបើជិះស្កាត់ទៅនឹងធ្វើម៉េចព្រះមេដាដងផាងហ្វួងមកថ្វាយព្រះមេដាហើយកូនបានរៀបចំថ្ងៃនេះទៅជាយកមកហើយព្រះមេដាថ្ងៃនេះគ្រាន់តែសោយសុខទៅបានហើយជីមិញតិចគួនមកសួរសោះទឹកអ្នកហើយព្រះមេដាតិចគួនតែមកជូនពរខុបកំណើតដល់អ្នកនោះហាយឺតិចកូនអើយឆ្អឹងឆែងចាស់រៃរបស់អាសៀនេះមិនសូវរឹងមាំទេចាណាមើលទៅហាក់ដូចជាមានកម្លាំងជាដណ្ដាច់ទៀតណាហាក្មេងកំហុចនេះសួយការតាមណាកូនរបស់ខ្ញុំក៏ពិតជាសួយការដែរហាបូការបស់ដែលគេជូនមកត្រូវតែថែរក្សាបានល្អណាស់ព្រះរណាគ្រប់គ្នាបានមកដល់ជួបជុំគ្នាអស់ហើយសូមព្រះរណាយើងទៅកាន់ទីធ្លារៀបចំពិធីទីកន្លែងដែលរៀបចំពិធីជប់លៀងអបអរសាទរថ្ងៃកំណើតខ្ញុំបានដឹងច្បាស់ហើយប្រាប់ថាព្រះអង្គមចាស់យាងមកដល់ហើយថ្ងៃនេះសុកញីមកយឺតបន្តិចហើយណាប្អូនទី7មួយរយៈនេះកំពុងរៀបចំការដូតថ្ងៃកំណើតពិសេសមួយជាកតុថ្ងៃកំណើតពិសេសសម្រាប់ព្រះមេដាប្រហែលជាដោយសារមូលហេតុនេះហើយទៅបំយឺតសង្ឃឹមថាព្រះមេដានឹងមិនបន្តគាត់ឡើយក៏ម្ចាស់ដងវាងសុកសូមថ្វាយបង្គំសូមថ្វាយព្រះពរព្រះមហេសីមានព្រះចិន្មាយុយិនយូសូមឲ្យព្រះចិន្មាយុស្ថិតស្ថេរដោយជាភ្នំដល់ខ្ពស់តដែតក៏ម្ចាស់មកយឺតសូមព្រះមេដាដាក់ទួស្គមម្ចាស់ចោះមិនអីទេសុកញីចុះនាងទៅដែលនៅពីក្រោយក៏នោះជានរណាធានស្វៀតសូមថ្វាយព្រះពរព្រះមហេសីមានព្រះចិន្មាយុយិនយូសុខភាពល្អប្របូរសូមឲ្យព្រះចិន្មាយុស្ថិតស្ថេរដោយព្រះអាទិត្យនិងព្រះច័ន្ទតែសោះស្អាតខ្លាំងណាស់មួយធានស្វៀតមិននឹកស្មានថាជាកាយឯងកន្លែងនេះទៅពិតជាអស្ចារ្យណាស់បានកិត្តនាមរបស់ព្រះនាងឌွန်ជាយូមកហើយទៅតែថ្ងៃនេះទេដែលបានជួបមកចូលមកចិត្តនេះមកឲ្យយើងមើលមកឲ្យច្បាស់បន្តិចមើលធានស្វេតយល់ព្រមតាមព្រះរាជបញ្ជាពិតជាដោយពាក្យគេថាឈ្មោះរយដងមិនស្មើឃើញផ្ទាល់ភ្នែកកំដងមែនពិតជាស្រស់ស្អាតដាច់គេដោយតែគេល្បីល្បាញហើយជាស្រីស្អាតដែលមានសម្រស់ធ្វើឲ្យអង្គលំស្រស់ស្អាតដាច់គេពិតមែនស្ដេចសៀវរ៉ូអានៃរដ្ឋសឹបពិតជាចិត្តដាច់ណាស់មនុស្សស្រីស្អាតបែបនេះក៏ហានសម្លាប់ចោលបានដែរតែនៅក្នុងកុសសម្ព័ន្ធណាំជាលើនេះនៅសល់គ្នាcònមានអ្នកទៀតសូមទូលព្រះម្ដាយបច្ចុប្បន្ននៅសល់តែធានស្វៀតនិងព្រះអង្គម្ចាស់មូលវងតែពីអ្នកបណ្ណោះពិតជាគួរឲ្យអាណិតខ្លាំងណាស់បន្ទាប់ពីនេះទៅអាចរស់នៅទីក្រុងប៉ាកជើដោយស្ងប់ស្ងាត់ចោះបើមានរឿងអ្វីក៏អាចនិយាយប្រាប់យើងបានដែរយើងនឹងចាត់ចែងគ្រប់យ៉ាងឲ្យយើងដោយផ្ទាល់ធានស្វៀតច្បាប់កម្មផលមិនជាបោកប្រាស់នរណាទេសឺរ៉ូអាវមិនយូរមិនឆាប់គេនឹងត្រូវទទួលកម្មផលនោះមិនខានដល់ប្រាស់កូនប្រាស់ធានស្វៀតបានរៀបចំការទៅថ្ងៃកំណើតមួយមិនតាំងព្រះមេដាពេញភះទៅឬអត់ទេបានតែចំក៏យើងមើលបន្តិចច្មុំនេះគឺជាកងដៃដែលធ្វើពីឈើក្អើបណាមុខវាមានក្លិនក្រអូបប្រហើរពេលពាក់ទៅមានអារម្មណ៍កក់ក្ដៅវាជួយឲ្យចិត្តស្ងប់និងសម្រួលអារម្មណ៍បានយ៉ាងល្អប្រហែលជាមិនអាចប្រៀបធៀបជាមួយរបស់មានតម្លៃក្នុងវាំងបានទេប៉ុន្តែវាគឺជាទឹកចិត្តស្មោះរបស់ធានស្វៀតដាក់ទៅវើវ៉ាន់នាងកញ្ច្រងចាស់ព្រះមេដាគុំចាស់ក៏មានការទូតូចតាចមួយដែរសូមថ្វាយបង្គំត្រង់នេះគឺជាកិច្ចការដែលកូនបានធ្វើឡើងកូនបានប្រើប្រាស់ឈើក្អោបណាមកដើម្បីឆ្លាញ់ជារូបសំណាកព្រះចិន្មាយុជូនចំពោះព្រះមេដាសូមឲ្យព្រះមេដាមានព្រះចិន្មាយុយិនយូរដូចច្មេកនិងមានសំណាងដូចសមុទ្រខាងកើតមិនក៏បណ្ដងឡើយព្រះរាជបុត្រអស្តេក៏ចង់ឲ្យគេឆ្លាក់រូបឲ្យយើងមួយដែរហាកូនទាំងពីរពិតជាមានចិត្តណាស់ថ្ងៃនេះយើងសប្បាយចិត្តខ្លាំងណាស់អញ្ជើញអង្គុយចុះទៅយើងចាប់ផ្ដើមពិធីជប់លៀងថ្ងៃនេះចុះព្រះរាជបញ្ជាសួរស្អប់នឹងធាតុនោះមែនទេនាងដែលឃើញហើយរមាស់ភ្នែកនោះទៀតចប់ចំពោះ68ចំពោះ69ហ៊ានទៅយិតញ៉ាំឲ្យបានច្រើនទៅបងប្រុសហេតុអ្វីបានជាមិនគៀមហូបឲ្យអូនបាននិយាយទៅក្រៅពីពុំម្ចាស់សតត្រីដែលនៅក្មេងនៅមិនតាន់ដល់វ័យក្របការឥឡូវនេះនៅមិនតាន់រៀបការគឺនៅសតេនទេសុខនេះប្រាប់ការពិតឲ្យយើងដឹងមកកូនស្រីគោលអភិជនទាំងឡាយនៅក្នុងរាជវាំងមិនមាននរណាម្នាក់ដែលកូនពេញចិត្តទៅកូនក៏ចង់បានដោយបងប្រុសទី5មួយដែរមិនខ្វល់ពីឋានៈតកូលអ្វីឡើយកូនគ្រាន់តែចង់រៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដ
ស្រឡាញ់គ្នាមែនតែនឹងរស់នៅជាមួយគ្នាអស់មួយជីវិតគុំរៀនតាមបងធ្វើអីដល់ពេលនោះទៅព្រះមេតានឹងបន្តបងវិញតែមិនធ្វើជាគំរូដល់កូនម្ចាស់សត្រីដងភួងឌូបងពិតជាកត់សាររសាបងអាចបំបីឧបសគ្គដើម្បីរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់សង្ឃឹមថាថ្ងៃណាមួយបងក៏អាចធ្វើបានដូចបំណងប្រាថ្នាដែរបងប្រុសកំពុងតែឌឺដងតាអូនមែនទេហាបងគ្រាន់តែអាចទាដឹងថាបុណ្យទី8ជាចាប់តាំងពីដើមរហូតមកដល់ពេលនេះនៅតែស្រឡាញ់មនុស្សម្នាក់នោះដែលជាអ្នកមានសម្រស់ស្រស់ស្អាតលើស្គេដែលមានទេពកោសល្យខ្ពស់បំផុតមនុស្សនៅទីនេះក៏មានតែព្រះនាងប៉ុណ្ណោះដែលចូលភ្នែករបស់អូនមែនទេបងប្រុសទី6ហាក្តីម្ចាស់កាលពី2ថ្ងៃមុនបានជួបរឿងតូចតាចមួយកូនរៀបរាប់ឲ្យខ្នែម្ចាស់ស្ដាប់មើលអ៊ូរៀបរាប់មកទីគួនកាលពី2ថ្ងៃមុនបានទៅជាមួយប៊ីងថាញ់ដើរលេងរួចហើយលទ្ធផលគឺជួបជាមួយមនុស្សពីរនាក់មកស្ទាក់ផ្លូវពួកយើងកំពុងតែគិតចង់ដេញពួកគេចេញដើម្បីដើរលេងបន្តស្រាប់តែមានមនុស្ស5នាក់ទៀតកាយសាហាវជាងនេះមកទៀតធ្វើឲ្យពួកយើងភ័យខ្លាចស្ទើរតែស្លាប់ទៅហើយចុះអ្នកទាំងពីរមានរបួសត្រង់ណាទេមិនមែនដោយសារសំណាងទេគឺដោយសារសក់នឹងអីបងសក់មកជួយយើងទៅយើងរួចផុតពីគ្រោះថ្នាក់គ្រាន់តែចំពោះឆ្កែខ្លាំងៗពិតជាគួរឲ្យស្អប់មែនទេជាប់ចំពោះ70សក់នេះពេលដល់ពេលសំខាន់ពិតជាអៀតទុកចិត្តបានមែនទីខ្វិនក្រោយមកត្រូវចាំថាត្រូវតាមបងសក់ឲ្យជាប់ដឹងទេមេតាមចាស់ស្ត្រីកូនក៏ទៅតែជួបរឿងមួយដែរកូនចង់រៀបរាប់ឲ្យមេតាមចាស់ស្ត្រីស្ដាប់ហាពួកកូនម្នាក់សុទ្ធដែលមានរឿងមកនិយាយគ្រឹះអញ្ចឹងនិយាយមកមើលពីថ្ងៃមុនកូនចេញពីក្នុងព្រះរាជវាំងក៏ឃើញនៅតាមផ្លូវមានពួកឆ្កែខ្លាយពីរពួកវាបានខាងក្មេងម្នាក់ដែលគ្មានកំហុសមានអ្នកដំណើរ3នាក់ពោពេញដោយទឹកចិត្តបានចូលទៅជួយក្មេងនោះប៉ុន្តែពួកឆ្កែអាក្រក់ទាំងនោះគ្មានចេតអ្នកថយក្រោយបន្តិចសោះឡើយកូនតាមមិនបានក៏ត្រូវតែចេញមកជួយពួកគេជាចុងក្រោយពួកឆ្កែខ្លាយទាំងនោះក៏ចេះខ្លាចដែរការធ្វើឲ្យអ្នកដតីរងរបួសគឺជារឿងមិនល្អឡើយដងវឹងម្នាក់នេះមិនចេះលើកឡើងឲ្យអ្នកណាទេមើលតែក្នុងទីក្រុងហាក់ដូចជាមានពួកឆ្កែខ្លាយចាំណាស់មែនទេហួយនេះកូនត្រូវចាត់ឲ្យគេទៅសម្អាតពួកវាចេញកុំទុកឲ្យអ្នកដតីរងរបួសទៀតវាជារឿងមិនល្អទេហាដងវឹងសក់អាមនោះឡងបំផុតខ្ញុំនឹងមិនខ្វល់ពីអ្នកទៀតទេនេះវាមានរឿងអ្វីទៅហានេះមិនមែនជាកម្មវិធីកំសាន្តសម្រាប់មេតាមចាស់សត្រីទៅអីស្នេហាដែលគេបបងដល់លើការឈឺចាប់ហាថ្ងៃនេះក៏រៀបចំបានត្រូវចង្វាក់ដែរសំណាងហើយដែលបានហួងនីនិងទីខ្វិនអ្នកទាំងអស់គ្នាពិតជាមានចិត្តមែនពិធីជប់លេងចិត្តចាប់ហើយម៉ែតែសម្រាប់សិនហើយអ្នកទាំងអស់គ្នាដើរលេងមិនទៅហួយនេះជួនម៉ែតែភេររៀបដំណាក់វិញទៅកូនព្រមទូបញ្ជាធានទៀតយើងត្រឡប់ទៅវិញដែរទៅអឹមបានយ៉ាងណាក៏ដោយសក់នេះអើយខ្ញុំមានពាក្យចង់និយាយជាមួយអ្នកបន្តិចមិញនេះទីខ្វិនមិនតាន់តែឆ្ងាយទេនៅក្នុងវាំងនេះអញបន្តិចទៀតចាំជួននាងទៅវិញឲ្យបានត្រឹមត្រូវកុំឲ្យខកខានការងារកុំស្មានថាខ្ញុំមិនដឹងថាពួកអ្នកកំពុងនិយាយរឿងអ្វីឲ្យសះកូនសូមទទួលព្រះរាជបញ្ជាចំពុកទី70ធានទៀតបើមានតាមចាស់សតត្រីមានបន្ទូលមកហើយខ្ញុំក៏មានតែធ្វើតាមមេចិត្តភ្លៀងហើយដងវឿងហ្វឿងអ្នកចាប់ទៅចោះខ្ញុំត្រឡប់ទៅភូមិគ្រឹះរងចាំអ្នកនៅទីនោះអំបងនឹងប្រញាប់ត្រឡប់មកវិញឆាប់នេះទេតាមតិចជន់កុំលាក់ខ្លួនទៀតអីបងនឹងនាំអូនត្រឡប់ទៅវិញបងដឹងថាអូននៅត្រង់នោះចេញទៅសក់ការគាត់ចង់ត្រឡប់ទៅធឹងលំអ៊ីនវិញបើអញ្ចឹងក៏ចាប់ទៅចោះមេឃជាតែភ្លៀងហើយធានទ្វាតអូនទៅមុនហើយណាបានបងក៏ត្រឡប់ទៅភូមិគ្រឹះវិញដែរប្រញាប់ទៅចោះថ្ងៃនេះបងនៅមានការត្រូវធ្វើទៀតបានហើយចិត្តសក់ការទាំងអស់តំភឹងនេះគឺព្រះនាងធានគឺមែនទេខ្ញុំប្រហែលជាមិនចាំខំនោះមែនទេមិនខុសទេសូមគឺជាមេតារបស់រួយវឿងថៃភីធានទៅធានទ្វាតមកតបាក់ចៅក៏មុនបានជប់ថៃភីសោះសូមថៃភីមានអភ័យទោសផងនេះគឺជាមេតារបស់តងភឿងមិននេះទេកូនធ្វើដំណើរមកឆ្ងាយនៅហត់ណាស់ហើយមកដល់បាក់ចៅបែបនេះគួរតែសម្រាងឲ្យបានច្រើនទៅត្រូវបើអញ្ចឹងធានទ្វាតសូមអនុញ្ញាតត្រឡប់ទៅមុនសូមឲ្យថៃភីមានសុខភាពល្អព្រះនឹងទ្វានគៀបនេះប្រហែលជាមិនមានការងារអ្វីធ្វើមែនទេអត់ទេក៏មិនមានការងារអ្វីដែរបើអញ្ចឹងកុំប្រកាន់អីជួយមកជជែកលេងជាមួយខ្ញុំបានទេល្បីឈ្មោះថាព្រះនាងទ្វានគឺខ្ញុំក៏ចង់រៀនសូត្រពីអ្នកបន្តិចដែរមានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះផ្លេចវាជួសទោះយ៉ាងណាក៏ជាមេតារបស់តងភឿងដែរធានទ្វាតយល់ប្រាំបញ្ជាចោះបកចាត់11វឹកចាត់12អង្គុយចោះមកកន្លែងនេះគ្មានអ្នកខាងក្រៅទេមិនបាច់ច្រើនពិធីការពេកទេសូមអព្រះកនថៃភីតងម៉ៃចាក់ទៅជូនព្រះនាងក្រអូបណាស់ព្រះនាងដឹងទេថាតែនេះមានប្រភពមកពីណាបាទធានទ្វាតមិនខុសទេនេះប្រហែលជាសារអានខុសភានមែនទេសារអានខុសភានមានតែនៅតំបន់អានវីភូបន្តោះនៅក្នុងនោះទៀតសតក៏បែងចែកជាតំបន់ភ្នំខាងក្នុងនិងភ្នំខាងក្រៅមួយដែលសុទ្ធល្អបំផុតហើយក៏កម្របំផុតដែរគឺស្ថិតនៅក្នុងពេញតែមួយនេះខុសភានថ្នាក់កម្ពុជាដែលយកមកពីភ្នំខាងក្នុងក្បែរព្រំដែរនេះឯងមើលទៅព្រះនាងក៏ចំណត់យល់រឿងទៅដែរគ្រាន់តែដឹងតែទុចប៉ុណ្ណោះសូមឲ្យថៃភីកុំប្រកាន់អីរឿងរបស់ផានាងខ្ញុំក៏បាននឹកខ្លះដែរនឹកស្មានមិនដល់ថាសឺដៃនឹងមានចិត្តខុសខើដល់ថ្នាក់នេះគ្មានចិត្តអាណិតអាសូរសម្បីតែបន្តិចចំពោះនាងដំណើរផ្លូវកន្លងមកពិតជាធ្វើឲ្យកូនលំបាកខ្លាំងណាស់
ការសងសឹកនេះថ្ងៃក្រោយប្រាជាត្រូវតែទៀមទាត្រឡប់មកវិញដើម្បីឲ្យសដេត្រូវទួទោសជាឈាមសង្ឈាមប៉ុន្តែខ្ញុំមកគេនិយាយថាក្នុងត្រកូលម៉ូនៃនៅសល់តែអ្នកនិងស្ដេចចាំងមូឡាមតើអ្នកមានកម្រងអ្វីដើម្បីទៀមទាឈាមសង្ឈាមពីព្រះចៅអធិរាជក្នុងខ្សែស្រឡាយប្រវត្តិសាស្ត្រដល់វិញកន្លែងនោះតើមានរាជវង្សនាខ្លះតែមិនធ្លាប់ដួលរលំរលីសាប់សូននោះបើវាបានកាត់ឡើងហើយចំនួនសោយការរស់នៅក្នុងការសក់ផោមនឹងតខ្វេទៅណាសុទ្ធិសាកលបងទទួលយកវានឹងប្រសើរជាងហើយជីវៈអាននឹងល្អប្រសើរជាងនេះបន្តិចព្រះនាងតាន់កើតើអ្នកយល់យ៉ាងណាដែរព្រះនាងជីភីត្រកូលម៉ូតែបែរជាទូបានការសងសឹកនឹងការកាប់សម្លាប់ពូជពងទៅវិញមួយធានទ្វេតបើមិនសងស្ទេនោះចោះទៅក្រៅមឈូសក៏មិនសងប់ចិត្តដែរមួយធានទ្វេតសំឡេងកូឡុនសុកញីលះបង់ជីវិតដើម្បីជួយអ្នកចេញមកនោះគឺបានបំពេញកាត់ពុកកិច្ចអស់ហើយខ្ញុំមានកូនតែម្នាក់គាត់គឺសុកញីគាត់មិនគួរត្រូវជាពាក់ព័ន្ធទៅនឹងការសងសឹករបស់កណាំជាវទៀតឡើយមួយធានទ្វេតក៏មកតាមរំខានសុកញីសំឡេងចាប់ភាពតើនគូបាក៏ជើអ្នកបានមែនទេតែអ្នកក៏មកតាមរំខានដកនេះទៀតអីព្រះនាងថៃភីខ្លាចខ្ញុំធ្វើឲ្យប៉ះពាល់ដល់វ័យវឿងត្រឹមថៃភ័យបំណុលឈីរបស់អ្នកធំធេងពេកហើយសុញីមិនចាំឲ្យត្រូវមកទទួលទុកលំបាកជាមួយអ្នកទេសេចក្តីស្រឡាញ់របស់ព្រះនាងថៃភីចំពោះកូនធានទ្វេតសំឡេងបទ្វាសង្ស៊ីតមើលលំកបាក់ចៅធានទ្វេតក៏រកឃើញរឿងមួយចង់និយាយប្រាប់ព្រះនាងថៃភីតើអ្នកចង់លេងល្បិចអ្វីទៀតកាលពី100ឆ្នាំមុនព្រះចៅអធិរាជស្ថាននៅបានធ្វើសង្គ្រាមជើងខាងជើងល្បាតគប់ទិសទីតើអាចបើកទឹកដីសម្រាប់មកបាក់ចៅពេលនោះដែលដើរតាមព្រះចៅអធិរាជក៏នៅមានត្រកូលធូលីដោះអស្ចារ្យទាំង4ក្នុងនោះត្រកូលធើលហីតែទុយណាស់ឥឡូវនេះខ្សែស្រឡាយបានដាច់ពុជអស់ហើយចំណែកត្រកូលណាំកងវិញកូនចៅមិនចាប់អារម្មណ៍នឹងយោបាយឡើយហើយគ្រាន់តែចូលចិត្តទេសភាពសុខស្អាតប៉ុណ្ណោះក្នុងត្រកូលទាំង4មានតែត្រកូលវេប៉ុណ្ណោះដែលខ្លាំងក្លានិងរុងរឿងចំនួនក្រោយកាន់តែខ្លាំងជាងចំនួនមុនបន្ទាប់ពី100ឆ្នាំនៃការសន្សំកម្លាំងក្នុងរាជវាំងឥឡូវនេះមាន7ភាគគឺជាកូនចៅរបស់ត្រកូលវេទឹកដីនៃក្របែខើបាក់ជើទោះបីជាស្ថិតនៅទីខាងកើតនៃបូព៌ាប្រទេសប៉ុន្តែតាមពិតទៅវាត្រូវបានពួកត្រកូលវេដណ្ដើមយកជាមួយចំណេះធំទៅហើយដូច្នេះហើយទៅកាលពីពេលនោះព្រះចៅអធិរាជមិនបានដឹងរឿងនេះដើម្បីការពារកុំឲ្យអំណាចរាជជាប់បល្ល័ង្កធ្លាក់ទៅក្នុងដៃអ្នកដតីទៅមានរឿងមួយផ្លាស់ប្ដូរអ្នកជាមេតារបស់រួយហើយមែនទេនាងហេតុអ្វីបានជាដឹងពីរឿងនោះព្រះចៅអធិរាជមុនចុងក្រោយបែរជាប្រកល់កងទ័ព Fersen ជាយីងមិនមែនឲ្យព្រះចៅអធិរាជចប់បនរបស់ព្រះចៅអធិរាជបច្ចុប្បន្នគឺថៃហៅក៏ជាខ្សែស្រឡាយរបស់តកូលវេដែរព្រះចៅអធិរាជទោះបីជាមានត្រកូលហាងក៏ដោយប៉ុន្តែនៅក្នុងខ្លួនទ្រាំមានឈាមជាពាក់កណ្ដាលជាត្រកូលវេប្រសិនបើកងទ័ពសិនជាយីងធ្លាក់ទៅក្នុងដៃត្រកូលវេនោះអំណាចរាជបល្ល័ង្កនៃនគររបែខើនឹងទៅរងកើខ្ញុំសូមទួស្គាល់ថាខ្ញុំចង់ពឹងផ្អែកលើរុយវាងពឹងលើនគររបែខើដើម្បីសងសឹកឲ្យជនជាតិទៅណាំជាវរុយវាងមានគុណជួយជីវិតខ្ញុំនិងបងប្រុសទាំង3ទោះបីជាខ្ញុំមានចិត្តចង់សងសឹកប៉ុន្តែខ្ញុំកាន់តែចង់ការពារគាត់ជាងចង់ជួយគាត់លាក់បាំងរឿងកងទ័ពសិនជាយីងដើម្បីធានាមានសុវត្ថិភាពពីការខ្លាមើលរបស់តកូលវេរហូតដល់ថ្ងៃមួយរុយវាងនឹងនាំព្រះរាជបំណងនៃព្រះចៅអធិរាជមុនមកស្ដារនៅគររបែខើឡើងវិញហើយបំណងប្រាថ្នាចង់សងសឹករបស់នំជាវក៏នឹងខ្លាយជាការពិតតើអ្នកមានសមត្ថភាពអ្វីមកបញ្ជាក់ថាអ្នកឲ្យការពារសក់អាសិកបានថៃភីមេភាសាដំផ្លាយនគរណាមជាវនោះគឺជាអ្នកដែលខ្ញុំចំណាយពេល4ឆ្នាំពេញបណ្ដោះបណ្ដាលដោយខ្លួនឯងបញ្ចប់ចម្ពោះទី74តែអ្នកពិតជាអាចការពារសុវត្ថិភាពឲ្យយកសក់ឲ្យបានមែនទេគឺរឿងពិតថៃភីអាចសម្រេចចិត្តដោយខ្លួននឹងបានហើយតែអាកំបាំងនៃកងទ័ពសិនជាយីងនៅតែបានមាននោះរុយវាងនឹងពិបាកជានិច្ចនៅមិនអាចមានថ្ងៃបានសេចក្តីសុខឡើយធានស្វៀតចាក់ចេញពីផ្ទះស្នាក់តាំងពីព្រលឹមនឹងមិននិយាយរឿងថ្ងៃនេះសំបីតែមួយម៉ាត់ឡើយថៃភីសូមគិតពិចារណាបានល្អិតល្អន់នោះអ្នកនឹងយល់ច្បាស់ជាមិនខានរូបភាពនៃភាពរុងរឿងនិងសមត្ថភាពដ៏អស្ចារ្យបើអ្នកមានក្នុងដៃអ្នកនឹងក្របដណ្ដប់ទូទាំងផែនដីព្រះនាងខ្វាន់គឺនៅណាមជាថ្ងៃនេះខ្ញុំបានឃើញច្បាស់ហើយចានថៃភីគឺជាមេតាបង្កើតរបស់តងវាងថ្ងៃក្រោយប្រាដាជានឹងឈរនៅខាងពួកយើងបាននិយាយទៅតែពេលនេះវាងកំពុងនៅទីណាទៅគាត់ខំថៃខ្វាន់2ម៉ោងហើយបងសក់ឲ្យមកចំតាច់ចំមកបើមិនចឹងទេនឹងទៅទឹកអស់ហើយមិនបាច់ទេលែងតែចេញសិនទៅអើយខ្ញុំមិនមែនជាខ្លាចណាខ្ញុំមិនស៊ីសាច់អ្នកទេលែងតែចេញខ្ញុំដាក់ខ្លួននឹងបានបងសក់ឲ្យកន្លែងនេះគ្មានអ្នកណាទេណាអ្នកអង្គុយចិត្តខ្ញុំមកសម័យនេះប្រុសស្រីមិនគួរនៅចិត្តគ្នាពេកទេណាបងសក់មើលមុខខ្ញុំច្មោកខ្ញុំក៏មានសេជាស្រីដាន4ចំពោកទី75ខ្ញុំលេងស៊ូសាទៀងបងសូមឲ្យបងសេចក្តីថ្លៃថ្នូរផងបងសក់បងចូលចិត្ត
មូធានស្វេតមែនទេពាក់ប៉ុនថៃនឹងអើងស្រីម្នាក់នោះមានល្អទៅ4ឆ្នាំមុននាងជ្រើរើស្វាមីនាងមិនបានជ្រើរើបងទេនោះគឺដោយសារបញ្ហារបស់ខ្ញុំតខ្លួនហើយវាក៏ជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធទៅវិញនឹងអឹងឡើយមើលទៅឲ្យមើលចោះភ្លៀងធ្លាក់ខ្លាំងបែបនេះធ្វើឲ្យយើងជាប់នៅទីនេះហើយនេះជាប្រាប្រទេសឲ្យយើងបាននៅជាមួយគ្នាថ្ងៃនេះបងសក់ហេតុអ្វីក៏បងគ្មានមនោសញ្ជាតិនេះបែបនេះហើយបងសក់កន្លែងនេះមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់បងប៉ុន្មានទេមានអាធិរាជឲ្យចំជួនឹងត្រឡប់ទៅវិញខ្ញុំធ្វើរួចហើយឡើងដៃខ្ញុំមិនឡើងទេខ្ញុំចង់នៅជាមួយបងសក់ជារៀងរហូតថមថេកគួនខ្ញុំប្រាប់ត្រង់ឲ្យយើងដឹងចោះរវាងយើងពីរនាក់មិនអាចទៅរួចឡើយសំឡេងភ្លៀងតងវាងសពថមថេកគួននេះជាកូនស្រីតកូលអភ័យជូនមានទាំងគ្រូសាមានទាំងសម្រស់ព្រោះតែគេខ្ញុំដសេតពួកកំចាស់សរៃនិងកូនអ្នកមានមុខមាត់ប៉ុនមានអ្នកទៅហើយពួកអ្នកប្រុសទាំងនោះតែហេតុអ្វីបានជាបងមិនដែលសម្លឹងមើលខ្ញុំបន្តសះខ្ញុំត្រូវតែទៅរកមេដាថតដើម្បីឲ្យគាត់រៀបការយើងទាំងពីរតែថមថេកគួនចង់បានមិនដែលថាមិនបាននោះទេលាត្រឡប់ទៅវិញតង់វាងសចំពុកទី76ដំណាក់ភ្លៀងឆ្នាំណាស់មែនទេមិនដឹងថាសកជីទឹកសុភីភៀពឺអត់អូឈីនលំវៀនអ៊ូនប្រហែលជាអ្នកទាំងពីរទៅដល់ហើយបាញ់យើងវឿងពពុករបស់ថមថេកគួនគឺថមខៀមកូនស្រីរបស់គាត់ពិតជាធ្វើឲ្យមេតាអាធីជាចព្រួយបានផុសច្រើនណាស់ព្រះនាងប៊ីងឌួងខ្ញុំបានមើលថែតែតូចចាត់ទុកដូចជាកូនបង្កើតតាំងពីមធីគួនចំពោះគឺតែងតែមានចិត្តសែនហើយក្រាលជ្រៅមិនដឹងថាអ្នកទាំងពីរនេះតែជាកោប្រេននឹងគ្នាល្អអត់ថៃគួនមិននឹងត្រូវបានហួរវងនាំត្រឡប់ទៅវិញហើយទៅថៃគួនហេតុអ្វីបានចំណាយខ្ញុំសោកសៅយ៉ាងនេះហើកបតាអើយមេតាអើយជំទាវអាយអូកាត់អីហ្នឹងរឿងវាទៅជាបែបនេះសះហួរវងអ្នកនេះពិតជាមិនដឹងខុសត្រូវសះយូរម្ដងបាននាងពេញចិត្តគឹមអ្នកខ្ញុំធ្លាប់និយាយ5នឹងយូរមកហើយថាហួរវងមិនសក្តីសមជាមួយនាងទេនាងនៅតែមិនព្រមស្ដាប់តែខ្ញុំស្រឡាញ់តែបងសុប៉ុណ្ណោះខ្ញុំព្រមរៀបការជាមួយតែគាត់ម្នាក់ក៏គាត់ជំទាវអាយថៃគួនមានរឿងចង់សុំជំទាវមួយនឹងចង់បានអ្វីខ្ញុំចង់ឲ្យជំទាវជួយរៀបចំអាពាហ៍ពិពាហ៍ដើម្បីឲ្យខ្ញុំបានរៀបការជាមួយបងអូសូជំទាវអាយគឺបើថៃហាជាអ្នករៀបចំអាពាហ៍ពិពាហ៍អីនោះបងអូសូក៏មិនអាចដាក់សេឋានដែរមិនបានទេហេតុអ្វីទៅជំទាវស្រឡាញ់ខ្ញុំជាបំផុតមិនមែនទេអាពាហ៍ពិពាហ៍មិនមែនជារឿងលេងសើចទេតែនាងមិនដែលលោកពាក្យគេថាផ្លែឈើដែលមិនតន់ទុំគឺមិនផ្អែមនោះទេសញ្ញាអាយបើសិនជាគេគ្មានចិត្តមកលើនាងក៏ជីវិតក៏មិនអាចស្ថិតស្ថេរបានយូរដែរដូច្នេះរឿងនេះខ្ញុំមិនអាចជួយនាងបានទេវឹក76វឹក77តែថានាងគឺជាមួយស្រីដែលខ្ញុំស្រឡាញ់បំផុតបើសិនជានៅតែចង់រៀបការជាមួយសូជីញីនោះរឿងនេះខ្ញុំនឹងបំពេញបំណងឲ្យនាងពិតមែនឬសំលេងដែរជំទាវអាយអ្នកពិតជាល្អចំពោះទីគួនបំផុតហើយចង្កេះខ្ញុំសំលេងដួលយកច្រៅខ្លាំងណាស់ហើយសំលេងដែរនំភួងហេបានជាអ្នកខ្លាយទៅជាបែបនេះហេតុអ្វីមិនប្រាឆាត់បើជាតែពេលទៅនឹងពិបាកណាស់ដឹងទេធានប្រយ័ត្នដើម្បីខ្ញុំទៅយកខោមកឲ្យអ្នកផ្លាស់ដូរនេះដងភួនថ្ងៃនេះអ្នកកាត់អីហ្នឹងបើសិនជាថ្ងៃណាមួយបងត្រូវបង្ខំចិត្តរៀបការជាមួយស្រីដែលបងមិនបានស្រឡាញ់តើបងអាចនាំអូនរត់ចោលស្រុកទៅរស់នៅកន្លែងឆ្ងាយបានទេដងបញ្ចប់ឈុតទីរ៉ៃឈុតទីឡនទីដងវាងអូនយ៉ាងម៉េចនឹងកុំបាត់រំអីបងគ្រាន់តែចង់ប្រាប់ថាបងនឹងប្រកល់គ្រប់យ៉ាងទាំងអស់ដែលបងមានជូនដល់អូនប្រកល់គ្រប់យ៉ាងឲ្យបងមែនទេមូធានសុយអែអូនដឹងពីឋានៈរបស់អូនច្បាស់ណាស់ក៏ដឹងថាខ្លួនឯងនេះមួយជីវិតនេះអូនមិនអាចនៅជាមួយព្រះអង្គម្ចាស់បានឡើយប៉ុន្តែអូនស្រឡាញ់ព្រះអង្គម្ចាស់អូនអាចសុខចិត្តស្លាប់ដើម្បីរងបានតើអ្នកអាចធ្វើដើម្បីព្រះអង្គម្ចាស់ដល់ថ្នាក់នេះដែរឬទេនាងនិយាយត្រូវហើយតើទីបំផុតទៅបងបានដាក់ដងវាងឲ្យនៅត្រង់ណាទៅវិញដងវាងបាននិយាយថាគេអាចលេះបងគ្រប់យ៉ាងដើម្បីបងអ៊ីចឹងហើយបងក៏គួរតែគិតឲ្យបានល្អិតល្អន់ថាត្រូវធ្វើបែបណាដើម្បីបស្នងទឹកចិត្តមួយនេះដងវាងអាយបងមិនតន់សឹកសុំនឹងឲ្យអ្នកធ្វើដល់ថ្នាក់នេះទេយ៉ាងម៉េចទៅកុំគិតផ្ទះផ្ដាស្អីវាមិនមែនជាបញ្ហារបស់អូនទេគ្រាន់តែបងត្រូវការពេលដើម្បីបញ្ជាក់ឲ្យច្បាស់ថាបងស្ដីសុំនឹងទឹកចិត្តដ៏ស្មោះត្រង់មួយនេះដែរឬទេអូនយល់ហើយទោះបីជាត្រូវរងចាំយូរប៉ុណ្ណាក៏ដោយអូនសុខចិត្តរងចាំចម្លើយពីបងដើម្បីឲ្យអូនទៅយកសម្លៀកបំពាក់ឲ្យបងណាបើមិនទៅចេញទេប្រយ័ត្នផ្ដាសាយណាមូធានសុយអែទទួលរាជចង្ការព្រះចៅអធិរាជជំរាបបន្ទូលថាក៏ហាព្រះនាងឆ្វាន់ជីចូលក៏តំណាក់ក្នុងដំណាក់មិនអនុញ្ញាតឲ្យយឺតយ៉ាវឥឡូវនេះតែម្ដងបញ្ចប់ឈុតទីហើយឈុតទីធានសុយអែទទួលរាជបញ្ជាអូនចង់ទៅជាមួយបងព្រះអង្គម្ចាស់រួយព្រះចៅអធិរាជទាមទារឲ្យព្រះនឹងចូលក៏តែម្នាក់ឯងអ្នកមិនអាចទៅជាមួយបានទេក៏បានក៏បានអំផ្អីព្រះចៅអធិរាជចង់ធ្វើអ្វីអូនបានទាទុកមិនរួចហើយប៉ុន្តែម្នាក់ឯងបែបនេះអូននឹងត្រឡប់មកវិញភ្លាមទេជឿជាក់លើអូនណាក៏បានព្រះនាងឆ្វាន់ជីរាងកាយទន់ខ្សោយពេលយើងទៅដំណាក់ថែរដូវមិនអាចត្រូវភ្លេងបានទេរឿងនេះអ្នកធ្វើបានមែនទេ
ព្រះអង្គម្ចាស់ក៏បានរំភើបអីខ្ញុំម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយព្រះអង្គម្ចាស់ព្រះនាងសូមតាមខ្ញុំម្ចាស់ទៅកាន់ដំណាក់ធ្វើដីផងក៏បានរំភើបខ្លាំងពេកអីធានទ្វាតចំណែកវិញឆាប់ទៅផ្លាស់ចុះនេះចេញទៅបើក៏ជំងឺផ្ដាសាយប្រទេសអាកាសបែបនេះវាមិនល្អឡើយធានទ្វាតទៅសិនហើយរកលោកកងហើយធានទ្វាតអើយមិនមានដងមុននេះស្ដេចជួយសុទ្ធតែចង់សាក់របស់ខ្ញុំប៉ុន្តែសុទ្ធតែត្រូវដងវឿងប៉ុន្តែបកុំអ្នកនេះសង្ស័យច្រើនណាស់តើអាចបញ្ចប់ងារបែបនេះបានដោយរបៀបណាលើកនេះការក្តីប្រកាសជាចង់ជាសង្រោះការរំខានដើម្បីមកស្ទាបស្ទងគំនិតរបស់ខ្ញុំដើម្បីមើលថាតើខ្ញុំមានតម្លៃអ្វីឲ្យគាត់ប្រើប្រាស់បានដែរឬទេក្រៅពីនេះត្រូវរកវិធីស្ទាបស្ទងរឿងដែលគាត់ខ្វល់ខ្វាយបំផុតផងដែរជំរំឆ្មាំទេពដងវឿងបងប្រុសរបស់អញមិនមែនល្អដូចជាវ័យដែលលឹងគិតនោះទេខ្ញុំនឹងការពារអើយរហូតដល់ចំពុកទី79និងចំពុកទី80ធានទ្វាសូមថ្វាយបង្គំស្ដេចសូមព្រះអង្គអាយុមានឆ្នាំទៅច្រាំម្លេះហើយតែនៅក៏ឲ្យអ្នកចូលវាងត្រាស់ក៏មានអារម្មណ៍មិនសូវស្រួលដែរឥឡូវនេះមានរឿងមួយត្រូវការឲ្យអ្នកបញ្ជាក់ជាពិសេសពេលនេះសង្គ្រាមនៅតាមប្រទេសចិត្តផ្ទុះឡើងហើយមើលទៅតៃសើមិនអាចមិនការពារបានទេបាននិយាយពីទាវញុកងោពីដើមឡើយឆ្នាំមុនគាត់គ្រាន់តែជាមនុស្សគ្មានឈ្មោះសម្លេងអ្វីសោះតាំងពីបានរៀបការជាមួយព្រះនាងមកទៅបន្តចម្ដងមានថ្ងៃនេះព្រះនាងមានទេពកោសលជាគ្រូនៃស្ដេចពិតជាល្បីល្បាញមែនសំដូចពាក្យគេនិយាយពិតមែនបើសិនបើព្រះនាងអាចដាក់ផែនការឲ្យបាក់ចៅសូមព្រះអង្គអភ័យទោសធានវិហារនិយាយដោយមកថារឿងរ៉ាវដែលព្រះអង្គជាបគឺខុសប្លែកពីការប៉ັດបន្តិចហូនិយាយយ៉ាងម៉េចទៅព្រះអង្គធ្លាប់ឧពីអាគមហាសេនាបដីតាមវិញថាញ់នៃតៃស៊ឺដែរឬទេក៏ធ្លាប់ដែរមើលទៅដូចជាមិនសូវល្បីល្បាញប៉ុន្មានទេនោះគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះតាមវិញថាញ់អាចនិយាយបានថាគាត់គឺជាអ្នកដាក់ផែនការឲ្យទាវញុកងោតាមពីដើមមកមានរឿងបែបនេះផងឬមិនខុសទេព្រោះកូនស្រីរបស់គាត់ស្រឡាញ់ទាវញុកងោគាត់តែងតែបង្រៀនមេរៀនស្ដីជានិច្ចយុទ្ធសាស្ត្ររបស់ចាស់ទាវញុកងោការបាញ់ថាញ់បានមកខំកូនស្រីខ្លួនឯងឲ្យចេះអត់ធ្មត់រៀបចំផែនការដើម្បីឲ្យចាស់ទាវញុកក៏បានខ្ញុំដើម្បីជោគជ័យក្នុងការរៀបការនយោបាយរវាងប្រទេសទាំងពីរក្នុងរយៈពេល4ឆ្នាំផែនការរបស់គេរួមមានការបង្កើតកងការពារស្ថានសួគ៌ប្រើវិធីសាស្ត្រដើម្បីជួយចាត់ធាវញើកងៅកម្ចាត់ឧបសគ្គរួចហើយក៏ប្រើពាក្យសម្ដីផ្លុំប្រជាស្ដេចខណ្ឌដើម្បីដកតំណែងព្រះអង្គម្ចាស់ដែលបានតែងតាំងពីមុនក្នុងពេលជាមួយគ្នាគេបានលើកគ្រប់ស្នាដៃទាំងឡាយទៅដាក់លើរូបខ្ញុំដែលជាអ្នកគ្មានឈ្មោះសម្លេងអ្វីក្នុងបំពីចំណែកខ្លួននឹងវិញគឺចូលនៅពីក្រោយបានគ្រប់គ្រងរឿងរ៉ាវទាំងអស់ចុងក្រោយឱកាសក៏មកដល់ចាធាវញើកងៅតាមការគ្រប់របស់តាវិញថាញ់ក៏បានបញ្ជាទៅបយវេប្រហាអាមជាពេលនោះមិនបានប្រយ័ត្នធានទ្វាតឡើយមានប្រយោជន៍អ្វីសម្រាប់ពួកគេទៀតហើយទៅត្រូវគេតាមសម្លាប់បើមិនបានស្ដេចនឹងយឺវឹងជួយសង្គ្រោះទេនោះខ្ញុំដែលជាធានទ្វាតការនៅក្មេងខ្ជិលចូលចិត្តតែឈ្មោះគេឈ្មោះបោកប្រាស់មិននឹកស្មានថាត្រូវមនុស្សអាក្រក់ទៅប្រើប្រាស់ស្ដេចត្រូវតែសងសឹកឲ្យធានទ្វាតនឹងឲ្យណាំជាវឲ្យបានហេតុអីសងអារាមចុះហើយចាធាវញើកងៅវាធ្វើរឿងអាក្រក់មិនឈប់ឈរវាជាស្រូវរបស់ស្ថានសួគ៌ថ្ងៃក្រោយត្រឹមនឹងសងសឹកឲ្យព្រះនាងសូមឲ្យត្រឹមសិនអាព្រះកូនព្រះមេត្តាធម៌របស់ស្ដេចស្ថានភាពនៅថ្ងៃក្រោយនឹងសម្រេចចិត្តរៀបចំផែនការបន្តពេលវេលាក៏មិនសល់ច្រើនដែរព្រះនាងចាប់ត្រឡប់ទៅវិញទៅក្មេងស្រីបំរាមអ្នកនោះក៏រងចាំយូរហើយដែរធានទ្វាតសូមលាព្រះមហាក្សរសូមឲ្យព្រះអង្គមានព្រះសុខភាពល្អហើយអិនអើយខ្ញុំនឹកស្មានថាព្រះនាងតាន់កើម្នាក់នេះមានសមត្ថភាពដូចគេល្បីគ្នាតែអាចជួយដៃចូលឲ្យខ្ញុំសុខចិត្តលះបង់ជីវិតបាននោះមិននឹកស្មានថាពីក្រោយខ្នងនឹងមានអ្នកផ្សេងទៀតពិតជាមែនតែនការរំពឹងទុកកាន់តែបកការក៏ចាត់ទៅក៏កាន់តែខ្លាំងបណ្ដាអាសន្ននេះមិនចាំបាច់ខ្វល់ពីមនុស្សស្រីឥតប្រយោជន៍ម្នាក់នេះទៀតទេចប់ភាគទីព្រះនាងមិញនេះព្រះនាងនិយាយໄວជាមួយស្ដេចជោខ្ញុំបានលើកអស់ហើយហេតុអ្វីត្រូវបន្តខ្លួននឹងថាជាអ្នកគ្មានសមត្ថភាពបែបនេះតាចាស់ម្នាក់នោះខ្ញុំធ្លាប់ជួបហើយគាត់ច្បាស់ជាមនុស្សគ្មានប្រយោជន៍ម្នាក់តែប៉ុណ្ណោះតែគេនៅមានខួរក្បាលឡើងទៅរៀបកម្រងកាត់បងគេនោះពិតជាស្លូត្រង់មែនគេថាពើចាស់ពលថាកូននេះទាំង9សុទ្ធដៃខគ្នាម្នាក់ឡយខុសប្លែកពីគ្នាសម្រាប់ពួកយើងក្នុងរឿងនឹងវាងនេះមិនមែនមានន័យថាបងប្អូនរបស់គេសុទ្ធតែដូចគេនោះទេប្រៀបដូចជាព្រះរាមរបស់ដងវាងអញ្ចឹងលើកនេះខុសប្លែកពីគេខ្លាំងណាស់បាននិយាយឲ្យចំទៅព្រះចៅអធិរាជចង្កូវនេះគឺស្ថិតក្នុងប្រភេទតែមួយជាមួយសៀវរួយអាវពួកដើម្បីពង្រឹងចំហខ្លួននឹងផលប្រយោជន៍ជាតិទៅត្រូវលះបង់អ្វីគ្រប់យ៉ាងក៏អាចធ្វើបានដែរកុំហៅវាថាជាល្បិចកលរបស់មហាក្សត្រីបាយឈរនៅកន្លែងចំហសនពេលខ្លះក៏ជៀសមិនផុតពីការបោះបង់ចោលនៅសេលធំនោះស្ថតដែរប៉ុន្តែអ្វីដែលខ្ញុំបានឆ្លងកាត់នៅស៊ីស៊ូបានបង្រៀនខ្ញុំថាអ្នកឆ្លាតវៃដែលមិនចេះលាក់បាំងខ្លួនឯងគឺរស់នៅមិនបានយូរទេការដាក់ធរិជូក៏ហៅខ្ញុំមកលើកនេះមិនមែនគ្រាន់តែដើម្បីចង់នឹងសុខភាពពិតរបស់ខ្ញុំនោះទេបើសិនជាខ្ញុំនៅមានតម្លៃសម្រាប់គាត់ប្រើប្រាស់គាត់នឹងបង្ខំខ្ញុំឲ្យបម្រើគាត់ដោយដែលស៊ីរួយអាធ្លាប់ធ្វើអញ្ចឹងហើយនៅពេលដែលខ្ញុំលែងមានតម្លៃសម្រាប់ប្រើប្រាស់ដើម្បីការពារឲ្យខ្ញុំទៅរៀបកម្រងការឲ្យអ្នកដទៃគាត់នឹងចាត់ការខ្ញុំដោយស៊ីរួយអាអញ្ចឹងគឺសម្រាប់ខ្ញុំចោលភ្លាម
ដូច្នេះហើយទៅខ្ញុំប្រាប់ថាការសម្រេចបានទាំងនោះគឺជាស្នេហ៍របស់តាបេងឆឹងធ្វើបែបនេះអធិរាជូនឹងគិតថាខ្ញុំគ្រាន់តែជាអាយ៉ងមួយដែលគេតាំងឡើងដើម្បីបោកបញ្ឆោតអ្នកគ្រប់គ្នានៅស៊ីសូប៉ុណ្ណោះបន្ទាប់ពីយប់នេះទៅគាត់នឹងបន្ថយបន្ថយការប្រុងប្រយ័ត្នចំពោះខ្ញុំរួចហើយគាត់នឹងតែប្រុងប្រយ័ត្នបងប្អូនឯទៀតរបស់គាត់វិញធ្វើបែបនេះដងវាងក៏នឹងមានសុវត្ថិភាពមួយរយៈសន្តិភាពរបស់ខ្ញុំចាប់ពីពេលនេះទៅនឹងប្រើសម្រាប់តែមនុស្សដែលសក្តាសមប៉ុណ្ណោះនៅចំពោះមុខអ្នកដតីធ្វើជាមនុស្សគ្មានប្រយោជន៍ជំនាក់គឺគ្រប់គ្រាន់ហើយវាងយ៉ាល្អដល់ថ្នាក់នេះនាងជាអ្នករៀបចំគម្រោងការឲ្យគាត់ទៅក៏ល្អដែរពិតមែនហើយបើគ្មានដងវាងខ្ញុំប្រហែលជាស្លាប់មិនដឹងជាប៉ុន្មានដងមកហើយទេប៉ុន្តែខ្ញុំស្រឡាញ់វាងយ៉ាខ្ញុំសុខចិត្តស្លាប់ជំនួសគាត់បានចុះនាងវិញនាងអាចធ្វើអ្វីបានខ្លះដើម្បីវាងយ៉ាដងវាងឯងសេចក្តីល្អដែលអ្នកមានចំពោះខ្ញុំធានស្វីនេះទោះបីជាពេញមួយជីវិតក៏មិនអាចចាប់ស្នងអស់ដែរខ្លួនខ្ញុំផ្ទាល់មានក្តីឈឺចាប់ចំពោះជាតិសាសដែលមិនអាចមិនសងសឹកបានតើខ្ញុំអាចពិតមែនឬដូចជាដែលសុខចិត្តស្លាប់ដើម្បីអ្នកខ្ញុំអាចបោះបង់ចោលការសងសឹកចំពោះការបំផ្លាញជាតិសាសដើម្បីអ្នកបានមិនចាប់ផ្ដើមអ្វីទាំងអស់ហេតុអ្វីបានជាខ្ញុំសក្តិសមនឹងទទួលបានភាពស្មោះត្រង់ដល់ថ្នាក់នេះតើខ្ញុំគួរស្រឡាញ់អ្នកបែបណាទៅបានព្រះមហេសីគ្មានអ្វីទេគ្រាន់តែទឹកភ្លៀងវីខ្ទានចូលមុខបន្តិចបន្តួចប៉ុណ្ណោះយើងត្រឡប់ទៅវិញចោះព្រះកម្ចាស់កំពុងរងចាំយើងហើយបានចប់ភាគទី81ដល់ភាគទី82ហត់ណាស់ខ្ញុំនឹងត្រូវកម្ដៅនេះដល់រហូតស្លាប់ហើយច្បាស់ណាស់ថាមសិលមិញភ្លៀងធ្លាក់ខ្លាំងម្ល៉េះព្រឹកឡើងគួរតែត្រជាក់ស្រួលខ្លួនទៅត្រូវមានគេនិយាយថាចិត្តស្ងប់ទៅត្រជាក់ចង់ត្រជាក់បានគឺត្រូវធ្វើឲ្យចិត្តខ្លួននឹងកុំឲ្យក្តៅក្រហាយសិនបានឥឡូវនេះខ្ញុំត្រូវតែត្រឡប់មករកភាពស្ងប់ស្ងាត់របស់ខ្ញុំវិញជីរីផាច់ជីក្បាលឡើងហ្នឹងអាខ្ញុំមិនអាចស្ងប់ចិត្តបានឡើយព្រះនាងរឿងធំហើយលោកមេការមានរឿងអ្វីកើតឡើងព្រះអង្គមចាស់ក្រុងចេញទៅដើរលបាននៅខាងក្រៅត្រូវបានគេលួចធ្វើខៀរហូតរងរបួសហើយអ្នកនិយាយថាម៉េចណាចុះឥឡូវនេះព្រះអង្គមចាស់នៅអីណាទើបតែត្រូវបានគេនាំមកវិញឥឡូវនេះកំពុងស្ថិតនៅក្នុងសារធំហើយគ្រូពេទ្យឆ្លងកំពុងព្យាបាលហើយតែស្ថានភាពព្រះអង្គមចាស់មិនសូវល្អទេប្រហែលជាព្រះមហេសីពេលនាងទៅវាងព្រះមហេសីដួលព្រះមហេសីសុខភាពមិនសូវល្អផងបើត្រង់រត់បែបនេះវាមានតែធ្វើឲ្យការប្រយ័ត្នទៅទេខឹកសម្រាប់ថាប់ចោះព្រះមហេសីស៊ីសូមក៏មានរឿងអ្វីកើតឡើងឯណាតងវាងខ្ញុំមិនចង់បាត់បង់អ្នកម្នាក់ទៀតឡើយចុះភាគទី82ដល់ភាគទី83ព្រះអង្គមចាស់យ៉ាងម៉េចហើយព្រះអង្គមចាស់ព្រះនាងសូមកុំស្រេចអីព្រះអង្គមចាស់បាត់បង់ឈាមច្រើនណាស់ឥឡូវនេះទ្រង់គ្មានសមាធិសំបីតែបន្តិចឡើយតើអ្វីទៅជារឿងរ៉ាវយ៉ាងដូចចំណេចទៅថ្ងៃនេះពេលព្រះអង្គមចាស់ចេញទៅក្រៅទ្រង់បានជួបនឹងស្ដីម្នាក់ស្លៀកពាក់មកពីនកោតងឡើងមិននឹកស្មានថានាងស្រាប់តែវាប្រហារភ្លាមនាងបានព្រួយផ្ទុះជាច្រើនតាមសម្ដៅកាន់ព្រះអង្គទោះបីជាព្រះអង្គមចាស់មានវិជាគុណខ្ពង់ខ្ពស់ទ្រង់កិច្ចបានច្រើនក៏ដោយប៉ុន្តែនៅត្រូវព្រួយមួយដើមចំស្មាអីចឹងពួកយើងប្រញាប់ដាក់វាចេញមកបើវាសាញ់បែបនេះពិតជាល្អណាស់ព្រួយឈើប្រភេទនេះគឺធ្វើឡើងដោយអ្នកជំនាញនៅកូសានលេងហើយវាមានបន្លាមចាស់សទៀតផងពេលដែលវាចាក់ចូលទៅក្នុងរាងកាយហើយវានឹងធ្វើឲ្យបាត់បង់ឈាមបញ្ចប់ចោលហើយបាទទាញវាចេញមកក៏នឹងទាញសាច់មួយដុំធំចេញមកតាមនឹងដែរមិនត្រឹមតែប៉ុណ្្នឹងទេព្រះនាងមើលមុខរបួសនេះចោលវាឡើងប៉ុនឈើស្វាយអស់ហើយប្រហែលជាព្រួយនេះមានជពលហើយឥឡូវនេះខ្ញុំក៏មិនដឹងថាត្រូវធ្វើបែបណាជាល្អដែរបើបានបែបនេះព្រះអង្គចាស់ឆាប់យកក្តារស្បាក់ក៏មកកាត់ខ្ញុំមកបានលោកគ្រូពេទ្យយកថ្នាំតាមបញ្ជីនេះមកឲ្យខ្ញុំមួយឈុតមកនេះជារបស់ដែលខ្ញុំមិនដែលឃើញពីមុនមកសោះទោះក៏ត្រូវតែកវាចេញមកដែរត្រូវដល់ព្រួយចេញសិនប៉ុន្តែព្រះអង្គចាស់ឯងនឹងអស់ព្រះជំពេលដកវាចេញមកខ្ញុំមិនអាចធ្វើបានទេចាប់ភាគទី83ភាគទី84តឹងវាងអ្នកត្រូវតែអត់ថ្មត់ធានសូអុយដកចោះខ្ញុំជឿជាក់លើអ្នកតឹងវាងព្រះអង្គចាស់ហាក់ដូចជាជឿខ្លាំងពេករហូតដល់សន្លប់បាត់ទៅហើយអូព្រះអើយបានហើយយ៉ាងហោចណាស់ក៏ដកវាចេញបានដែរឥឡូវគ្រាន់តែលាបថ្នាំទៅគឺបានទេដកហេតុអ្វីទៅនៅជំវិញមុខរបួសមានឈាមប្រពន្ធក្បាលព្រួយដែលដកចេញមកគឺពិតជាមានជាពូមែនបើមិនបើឈាមពកទេហើយបែរជាទៅរំមុខរបួសវិញព្រះអង្គចាស់នឹងសັບជាមិនខានទេឲ្យខ្ញុំធ្វើទៅបើជាទីពោទៅរាងកាយខ្ញុំរឹងមាំពលយ៉ាងម៉េចក៏មិនងាយស្លាប់ដែរយ៉ាងណាក៏ធ្លាប់សួរនៅអោជាពលរ៉ាំរៃអស់រយៈពេល4ឆ្នាំពេញទៅហើយព្រះនាងអ៊ីចឹងហើយបើនិយាយពីការត្រាំនឹងជាតិពលខ្ញុំគឺជាអ្នកដែលខ្លាំងជាងគេកាលពីមុនធ្លាប់សួរខ្ញុំថានាងអាចស្លាប់ជំនួសអ្នកបានខ្ញុំអាចធ្វើអ្វីអ្នកបានខ្លះតឹងវាងនេះគឺជាចម្លើយដែលខ្ញុំទុកឯអ្នកខ្ញុំមានការសង្សឹកចិត្តសាស្ត្រដែលមិនតាន់បានបាត់សងមិនអាចធ្វើដូចដែលស្លាប់ទៅយ៉ាងស្រួលនោះទេអ៊ីចឹងហើយយ៉ាងណាក៏ដោយក៏ខ្ញុំនឹងមិនស្លាប់ដែរខ្ញុំនឹងរកវិធីរកបន្តទៀតដូច្នេះខ្ញុំមិនអនុញ្ញាតឲ្យអ្នកស្លាប់ទេពេលនេះយល់ព្រមស្លាប់ដើម្បីអ្នកខ្ញុំចង់ឲ្យពួកយើងរស់រានមានជីវិតទាំងអស់គ្នាព្រះនាងចប់ភាគទី84យល់ព្រមលោកគ្រូពេទ្យបើអាចបើថ្នាំបានចុះព្រះនាងមិនអីទេមែនទេអូយខ្ញុំទៅតែនឹកឃើញរឿងមួយលោកគ្រូពេទ្យនិយាយមកចុះកុំក្រែងចិត្តអីគឺខ្ញុំគ្រាន់តែនឹកឃើញថាតាមពិតស្នាមរបួសដែលមានឈាមពូន
ស្វាយនោះគឺមកពីពេលដែលខ្ញុំសង្គ្រោះបន្ទាន់ខ្ញុំបានលាបថ្នាំទឹកបនស្វាយចូលទៅដូច្នេះហើយបើព្រះនាងមិនបិទឈាមទេក៏អាចគ្រាន់តែបិទថ្នាំរួចដុំរបួសបានដែរមីនេះតានទាំងពេកក៏ផ្លេចបាត់ទៅហើយចាស់ទំត្រូវចេះស្រឡាញ់ក្មេងកុំរៀនធ្វើតាមឲ្យសោះហើយអាក្បាលខូចនេះអាក្បាលចាស់លោកធ្វើឲ្យខ្ញុំបានដឹងថាព្រះនាងនឹងត្រូវពីថ្នាំរុំរបួសរួចហើយចំហានបន្ទាតគឺគ្រាន់តែសម្រាប់ឲ្យបានច្រើនគឺបានហើយខ្ញុំសុំលាទៅវិញសិនហើយលោកគ្រូពេទ្យពិបាកហើយតង្វាងឲ្យសម្រាប់ឲ្យបានល្អណាលើកនេះតកឲ្យខ្ញុំមើលថែអ្នកវិញចោះអាមនោះល្ងងលើកក្រោយត្រូវចេះការពារខ្លួននឹងឲ្យបានល្អដឹងទេហ៊ានសូព្រះអង្គមចាស់លោកធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ហើយព្រះអង្គមចាត់ដឹងខ្លួនហើយសំណាងហើយដែលបានព្រះនឹងជួយឲ្យថែមទាំងមានថ្នាំជាប់ហូរជាម្លប់ទៀតពូកែជាងលោកគ្រូពេទ្យអីនឹងទៅទៀតហ៊ានសូអ្នកចំណុចជួយខ្ញុំមែនទេឲ្យតែព្រះអង្គមចាស់មិនអីគឺល្អហើយអូព្រះអង្គមចាស់មកដល់ហើយបងតូបងមិនហើយពីជើមកព្រះអង្គមចាស់សងវាងជើម្នាក់នេះគឺប្អូន9តងវាងជើមែនទេជាប់ចំពុកទីឆ្វៃហើយបងថោហេតុអ្វីបងរងរបួសធ្ងន់បែបនេះទៅឈឺទេទៅឈឺខ្លាំងណាស់មែនទេមិនអីទេគ្រាន់តែជាយាមប្រាថ្នាទៅគឺជាហើយហុំក៏មិនដឹងថានោះអាក្រក់ណាស់ដែលហាន់ខ្លាំងម្លេះនេះជាប្អូន9របស់ព្រះអង្គម្ចាស់មែនទេហេតុអ្វីបានជាហើយអ្នកទាំងពីរមាននិស្ស័យខុសគ្នាម្លេះសើបអ្នកគឺថៃវៀនជាមែនទេខ្ញុំជាថៃវៀនហេតុអ្វីបានជាស្រាប់តែដូររបៀបគំនូបែបនេះយីមិនបាច់ខ្វល់ទេបានហើយថៃវៀនជាអ្នកស្ដាប់នេះខ្ញុំបាននាំយករបស់បំប៉ានសុខភាពមួយចំនួនដូចជាយិនសិនលឹងជឿអីហ្នឹងដាក់ចោលនៅចន់ក្រោមនោះអ្នកបញ្ញប់ទៅដំងាសឲ្យបង7ប្រាទៅបាទខ្ញុំទៅឥឡូវនេះហើយបានថែមនុស្សចម្លែកកអ្នកទៅនេះហេតុអ្វីបានជាច្រើនម្លេះម៉ាក់អាយមិនខុសទេយកទៅដំងាសឲ្យអស់ទៅបានលឿនបង7អាយអីចឹងបងត្រូវសម្រាប់កព្យាបាលខ្លួនឲ្យបានល្អណាខ្ញុំមិនរំខានបងទៀតទេនៅមានផ្សេងទៀតបងរងរបួសទៀតខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេអាយ៉ានៅមានអ្នកផ្សេងទៀតរងរបួសនៅមានបងធំស្ដេចស៊ីនដែលរួចផុតពីគ្រោះថ្នាក់មួយនេះបណ្ដៃអ្នកទៀតមិនមានសំណាងដូចជាគាត់ឡើយនឹងហើយឈប់និយាយអីខ្ញុំត្រូវទៅហើយទៅសួរសុខទុក្ខបង6យុទ្ធសាស្ត្រភាពរបស់គាត់មិនសូវល្អទេចោះបងវិញបានជួបប្រឃាតរត់ដែរឬអត់បងយ៉ាងមិនឆាយហេសំណាងខ្ញុំល្អណាស់មិនត្រូវបាននឹងម្នាក់នោះបានត្រូវទេនៅមានបងធំស្ដេចធានដែលរួចផុតគ្រោះថ្នាក់មួយនេះចោះអ្នកដតីទៀតគឺមិនមានសំណាងដូចជាគាត់ឡើយបង7បងសម្រាប់ព្យាបាលខ្លួនឲ្យបានល្អណាស់ថ្ងៃក្រោយខ្ញុំនឹងមកសួរសុខទុក្ខក៏បងទៀតនេះគឺប្អូនប្រុសទី9របស់បងងឺមែនហើយធ្វើឲ្យប្អូនសាចហើយទោះបីជាជ្រើលក្ខណៈខុសគ្នាទាំងស្រុងជាមួយខ្ញុំប៉ុន្តែគាត់គឺជាប្អូនប្រុសដែលចិត្តស្និទ្ធបំផុតជាមួយខ្ញុំប្អូនប្រុសសម្នាក់ដែលប្រៀបដូចជាដំភ្លើងមួយកងចាំងចប់ចំពុកទី86ចំពុកទី87តង់វាងអូនខ្លានទេបងបានប្រាប់អាយសុយទៅរំងាស់សុបបានឲ្យអូនផឹកហើយពិតជាខ្លានមិនដាច់មែនសុបបានសត្វសេកនេះមិនមែនជាផឹកអីទៅសុបបានសុកជឿហើយនៅរឹងកាទៀតកុំថាយាយរឿងផឹករបស់សាមិញដោយសុបបានហ្នឹងអូខ្លាយជាសឹងវិញតង់គឺធ្វើគេវកិច្ចហើយរបស់ដែលឡងចង់ផឹកក៏មិនរំងាស់ឲ្យយើងដែរហើយមកទីនេះធ្វើអីពេលណាគឺមកសួរសុខទុក្ខអ្នកជំងឺបងសុករងរបួសធ្ងន់គឺត្រូវតែមានមនុស្សដែលស្និទ្ធស្នាលមកមើលថែតាមទៅត្រឹមត្រូវមែនទេខ្ញុំថែមទាំងបានរៀបចំថ្នាំព្យាបាលរបួសដ៏ល្អបំផុតនៃក្រុងឆាងអានសម្រាប់បងសុកនេះទៀតផងខ្ញុំមិនអីទេខ្ញុំអាចដើរបានហើយងាកក្រោយយករបស់ដែលឡើងយកមកត្រឡប់ទៅវិញទៅហេបងសុកប្រហែលជាដោយសារតែលើកដំបូងដែលបាននៅខ្លួនទៅទេនៅចំពោះមុខខ្ញុំបានហើយខ្ញុំទុករបស់នៅទីនេះចោះថ្ងៃក្រោយនៅមកសួរសុខទុក្ខបងទៀតណាតាមពិតទៅខ្ញុំក៏បានរៀនរបស់មានតម្លៃមួយដើម្បីលួងលំបងសុកដែរបងសុកចេញមកនេះមកខ្ញុំដឹងថាបងសុកចូលចិត្តការឆ្លាក់រូបដូច្នេះនេះគឺជាឈើអមរឹកផុសរងចាំឲ្យបងសុកជាសេះស្បាយសិនណាអ៊ីចឹងអាចប្រើអូនបានអ្នកមីនូទ័រយករបស់អ្នកហើយចេញទៅក្រៅទីនេះទៅរបស់នេះត្រូវទៅក្នុងទូមែនទេកុំបើកទូនឹងឲ្យសះនេះវាគឺជាចោលភាព87ធានសូសុំស្ទួសនាតែមិនទាន់សុំការអនុញ្ញាតឲ្យបែរជាឆ្លាក់រូបសំណាងរបស់នាងដោយខ្លួនឯងរឿងនេះមិនអីទេប៉ុន្តែកាលឡើងមកសិនតវាងសូនេះវាជាអ្វីហេតុអ្វីបានជាឆ្លាក់រូបស្រីថោកទាបម្នាក់នេះដាក់វាចុះឲ្យខ្ញុំភ្លាមមើលទេខ្ញុំស្រឡាញ់អ្នកខ្លាំងម្ល៉េះតែស្រីតែខុសទាបម្នាក់នេះគ្មានអីល្អសោះហើយនេះខ្ញុំត្រូវតែបំបែកវាបានសំឡេងបុកតើងវាំងអ្នកយ៉ាងមិនឆាយទប់ខ្លួនណែឈាមហូរចេញមកហើយរបួសតៃដល់ហិចអស់ហើយបងសូខ្ញុំមិនស្មើនឹងរូបចម្លាក់ឈើមួយនេះមែនទេទាំងអស់នេះគឺប្រតែនាងចកសេកនេះហើយទៅបងសូហើយរបួសខ្ញុំនឹងវាយនាងស្លាប់នាងមន់ចង្រៃមកពីណាហ្នឹងហានមកបង្ហាញនៅវាងរួយវាងចឹងឬចុះភាព88ចំណុច5ធានសូបងទី3មិនមើលទៅគូឲ្យខ្លាចទេណាបងទី3នេះល្អបំផុតហើយទោះបីជាឡើងមកមានរូបបណ្ដាក៏ដោយក៏បងទី3ដែលសង្ហានៅថាខ្លាំងណាស់ដែររត់ដល់ឡាតដេញកើវិញងើយណាន់ដល់ពុសៃមកជួយរៀបចំហូបទាំងឈុតអាហារឆ្ងាញ់បាទធានសូប្រាជាសុសាខ្ញុំមិនខាន់ទេចាំមើលទៅធានសូញ៉ាំឲ្យច្រើនពីណាបងទី3ជើងមុននេះ
កូនណាធានសូបងទេតែដៃគួរតែដួសជាមួយអូនធានសូក្នុងចិត្តរបស់នាងប្រហែលជាមិនដែលឃើញមានបងសោះមែនទេហេតុអ្វីបានជាអ្នកនៅជួយឆ្ងៀមចឹងតងវាងបងទី3ដែរទៅផឹកស្រាផ្ការូសេខ្ញុំមិនចង់ទៅទេលោកប្រុសអ្នកគ្រប់គ្នាកំពុងរងចាំលោកហើយតែអ្នកដឹងស្រាប់ហើយតែរងនេះលេងល្បែងអន់ណាស់ធ្វើតាមមិនបានទេស្រាសុំអ្នកប្រុសជួយខ្ញុំផងបានខ្ញុំនឹងជួយអ្នកដល់វាងខ្សែអ្នកមានន័យថាម៉េចចាប់ភាគ88/5ភាគ89ថាជាកេះនឹងមែនទេវាងយ៉ារបួសមិនតន់ធ្ងន់ធ្ងរទេមែនទេនឹងជាកេះសពុនផ្កាជូកើងខខ159ចេញទៅទុកណាសេបងប្រុសចាប់បោរូបសំណាក់ដែលប្រយោជន៍នឹងចោលទៅយើងគិតថាសិនតងជីឲ្យធ្វើរឿងឈួតនេះមិនតន់គ្រប់គ្រាន់ទេមែនទេបើយ៉ាឥឡូវនេះរងរបួសធ្ងន់ណាស់គួរតែសម្រាប់กับព្យាបាលតងជីកុំមកបង្កប់ញ៉ានៅទីនេះវាខ្វះសីធននឹងមិនសម្រុំអ្វីបន្តិចសោះទីនេះគឺជាជួយវាងវោមិនមែនជាសាងលែងយួនរបស់ឯងទេនាងស្រីថោកទៀបនាងជាស្រីចេះហើយស្អីមែនទេខ្ញុំឃើញហើយនឹងចង់ញ៉ាំស្នាមទឹះមួយដៃនេះមែនទេបើយ៉ាខ្ញុំបានប្រាប់ឲ្យថាចេញទៅអឹងថ្លោមែនទេហ្វឺពួកអូនទាំងអស់គ្នាសុទ្ធដៃជាពួកថោកទៀបសុទ្ធដៃជាពួកថោកទៀបដងវាងសេះអឹងជាមនុស្សល្ងងខ្ញុំនឹងមិនខ្វល់ពីទៀតទេតិចចុះ19កញ្ញាទៅកូនដែលបានជួយខ្ញុំកុំគិតតែឆ្ងាយអីខ្ញុំគ្រាន់តែចង់ការពារវាងយ៉ាបំផុតបាននិយាយទៅមកវិញភ្លាមបែបនេះប្រហែលជាសើបានដំណឹងអ្វីមកហើយមែនទេវាចម្លែកណាស់ខ្ញុំគិតថាគួរតែរាយការណ៍ប្រាប់អញហើយនៅចំនួនកម្ពុជាសម្រណៃលើវ៉ាលីវីនៅធ្លាប់នៅតែកូននោះបានទេថ្មីនេះខ្ញុំឃើញនៅហួងឆាំងហើយអ្នកដែលឈ្មោះហុងសៀបនោះចាប់ភាគ89ភាគកសបអ៊ីស៊ុយកាគឺជាកន្លែងកំសាន្តលំដាប់ខ្ពស់ថ្មីបំផុតក្នុងហួងឆាំងវាជាកន្លែងដែលសម្ងាត់និងមានសុវត្ថិភាពបំផុតប៉ុន្តែដោយចៃដន្យខ្ញុំបានតែឃើញថាកម្ពុជាសម្រស់នៃអ៊ីស៊ុយកលនិងកម្ពុជាសម្រស់នៃលេវ៉ាលីវ៉ាងគឺជាមនុស្សតែម្នាក់អញចង់និយាយថានាងហុងសៀបម្នាក់នោះនិយាយទៅវិញចម្លែកណាស់ខែក៏តម្លឹងមិនដែលចុះទៅក្នុងអ៊ីស៊ុយនោះទេប៉ុន្តែរាល់ពេលពួកគេតែងតែរំសាយគ្នាពីកន្លែងនេះប្រៀបដូចជាចង់ប្រាប់អ្នកគ្រប់គ្នាថាពួកវាមានទំនាក់ទំនងនឹងគ្នាអញ្ចឹងតែពួកគេក៏ដងឃើញពួកមានអ្វីខ្លះទេមានម្នាក់ខ្ពស់ម្នាក់ទៀតចំណែកអ្នកផ្សេងទៀតមិនតន់ដឹងច្បាស់ទេមើលទៅពួកគេក៏គឺជានៅមុនពេលទៅធ្វើគេពួកលោកកំចាស់ទាំងឡាយក៏បានតម្លាក់កំហុសមកលើយចុះប្រវត្តិរបស់យីខីវិញយ៉ាងម៉េចដែរបំរើការឲ្យអ្នកណាគ្មានចម្រាស់ទេតែត្រូវតែដានស្ថានភាពទៅសិនរឿងនេះមិនសាមិញដូចដែលយើងគិតទេតែនឹងការបន្តដានសកម្មភាពរបស់ពួកឃាតករនោះឲ្យជាប់ក្រៅពីនេះក៏ត្រូវតាមដានមើលថាទៅមួយរយៈនេះមានអ្នកណាខ្លះដែលចូលទៅកាន់ជាញឹកញាប់ទទួលបញ្ជាក្រៅពីនេះនៅមានរបស់ខ្លះដែលត្រូវការសម្រាប់អ្នកទាំងពីរហើយមកនេះជាការទៅវល់ពីចំណែកអ្នកដឹងទេម្នាក់មួយចំណែកណាមួយយ៉ាងនេះអ្នកទាំងពីរលំបាកខ្លាំងហើយដឹងហើយគ្រាន់តែថាខ្ញុំមិនសូវចូលចិត្តក្លាំងការហួរទេលើក្រោយចាំជួយកែសម្រួលផងបានទេឯកដីនេះពិតជារឿងច្រើនមែនព្រះនាងប្រទានរបស់អាយហើយនៅមានមុខមាត់អើយឯនេះនោះទៀតទោះបីជាបន្តិចនឹងរស់បន្តិចមែនប៉ុន្តែនាងជាក្មេងស្រីដ៏ល្អម្នាក់ហានស្រឡាញ់ហានស្អប់ប្រសិនបើអាចដាក់ទីតាំងរបស់ខ្លួនចោះបាននោះយើងប្រាជ្ញាអាចខ្លាចជាមិត្តសម្លាញ់នឹងគ្នាបានហានណាស់ដងលីងហានមករហូតដល់ទីក្រុងឆាំងអានដើម្បីបង្ហាញយុទ្ធអំណាចមែនទេស៊ីនវាងរងវាងអានវាងយីវាងសុសតដែរត្រូវបានគេធ្វើឃាតព្រះអង្គរឿងនេះហើយយើងថាព្រះអង្គអីសំបីតែបងប្អូនរបស់ខ្លួននឹងក៏មិនអាចការពារបានតែយើងមានសិទ្ធិអ្វីទៅធ្វើជាស្ដេចព្រះអង្គមានព្រះតែមេត្តាថនណាព្រះអង្គកំចាស់ទាំងឡាយសុទ្ធតែមានសំណាងហើយទោះបីជាគ្រាន់តែរងរបួសហើយមិនต้องប៉ះពាល់ដល់អាយុជីវិតក៏ដោយពេលនេះរឿងដែលសំខាន់បំផុតគឺត្រូវចាប់ខ្លួនពួកគេឲ្យបានបងប្អូនរបស់ត្រង់មានតែត្រង់ម្នាក់គាត់ដែលអាចកំណត់ជោគវាសនាជីវិតរបស់ពួកគេបានសំឡេងនិយាយ5 4ព្រះអង្គរឿងដែលពួកព្រះអង្គកំចាស់សត្រូវបានគេធ្វើឃាតនោះយីមានរឿងទៅទូថ្វាយយោងតាមការសង្សេតរបស់មើលទៅដូចជាមានបរិបទមុខអ្នកដែងតែទៅយីគីជារឿយបុតសកម្មភាពគួរឲ្យសង្ស័យទៅអាចវិនិច្ឆ័យបានទេថាជាណាបរិសាំងទីអ្នកនោះស្លៀកពាក់ចិត្តឈឹងប៉ុន្តែសុទ្ធតែមានកាន់ដាវមួយដើមដែលមានក្បាលជាប៉យប្រភេទនេះមានតែនៅតំបន់ដងឡាងប៉ុណ្ណោះប្រហែលជាការដកទៅហើយពួកដែលធ្វើឃាតលើពួកព្រះអង្គកំចាស់សុទ្ធតែជាក្រុមតែមួយជាមួយពួកវាការធ្វើឃាតលើព្រះអង្គម្ចាស់គ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ប៉ុណ្ណោះធ្វើឲ្យអ្នកទាំងក្រុមនាំគ្នាបន្តទៅលើយីថុយកាត់តែក៏បំណងពិតប្រាកដរបស់ពួកវាគឺជាអ្វីអូបែបនេះសោះមើលទៅហាក់ដូចជាមានកម្រងក្បត់ព្រះមហាតែប្រភេទនេះមានន័យដូចចំណេចលោកសួរខ្ញុំថាបើសិនជារឿងនេះដឹងដល់បណ្ដាញប្រទេសចម្រៀងធំជាងគេទាំង5ហូតទៅឲ្យទាំងអស់នេះសុទ្ធតែជាអង្គការស៊ើបការរបស់ខ្ញុំចោះទៅពិភពលោកនឹងមើលមុខខ្ញុំយ៉ាងដូចចំណេចទៅក្នុងនាមជាធារាតនៃបៃជើដ៏អស្ចារ្យហើយជាមានតំណែងទំនងជាមួយផ្ទះចម្រៀងទៅវិញមនុស្សលោកនឹងគិតថាព្រះមហាសារគ្មានសិលធម៌មិនមែនជាគួនស៊ឺជន់ស៊ឺវានឹងរង្គោះរង្គើដល់គ្រឹះនៃរាជបល្ល័ង្ករបស់ខ្ញុំមិនខុសទេការធ្វើឃាតលើពុកព្រះអង្គម្ចាស់គឺជារឿងខ្លាំងៗការតម្លាក់កំហុសមកលើខ្ញុំទៅជារឿងពិត
មើលទៅចង់ដណ្ដើមរាជចាប់អឡងសូមព្រះមហាសរកំខាងអីគ្រាន់តែជន់វ៉ាងឡានទៅយីធ្វើកាត់ទៅវ៉ាងថៃវនោះហេតែគេមានគេធ្វើជាខែការពារទោះបីជាមានអ្នកសង្ស័យយីធ្វើកាត់ពិតមែនក៏គេមិននឹកស្មានដល់ថាជាខ្ញុំដែរមានតែឲ្យគេជួយសង្គ្រោះសិនប៉ុណ្ណោះរឿងដែលខ្ញុំព្រួយបានបំផុតគឺវានៅតែបង្កើតឡើងអឡងកៅអីនេះពិតជាសួលអង្គុយណាមែនទេអ្នកណាក៏ចង់ឡើងមកអង្គុយសាកដែរចូលបញ្ញាប់ឡើងយីធ្វើការត្រូវតែសារភាពទោសកំហុសរបស់ពួកអ្នកមកឲ្យអមមកឲ្យព្រះអង្គម្ចាស់អាយពួកយើងធ្វើចំនួនដោយសុចរិតទេស្ដេចនេះតាមសើប៉ុន្មានថ្ងៃមកហើយយីធ្វើការរបស់ពួកអ្នកដែលនៅមិនតាន់រកឃើញចូលប្រញាប់ប្រកល់ក្រុមជារោដែលធ្វើឃាតបងប្អូនរបស់ពួកយើងមកទីនេះភ្លាមព្រះអង្គម្ចាស់ដងវាងជឿមើលទៅអាជីក៏ដូចជាខ្ញុំដែរខ្ញុំយល់ថាលឹកនេះដែលពួកព្រះអង្គម្ចាស់រងការធ្វើឃាតយីធ្វើការរបស់ពួកអ្នកមានការសង្ស័យខ្លាំងជាងគេព្រះអង្គម្ចាស់ដងវាងស្វាបញ្ចប់ចំពុកទី91និងចំពុកទី92អូយព្រះអង្គម្ចាស់ទាំងពីរយើងមកដល់ហើយអាហេថ្ងៃនេះពិតជាមានក្តីសោកខ្លាំងណាស់ថាថ្មីនេះក្រុមឃាតក៏របស់ដងឡើងតែងតែដើរល្បាតនៅក្បែរទីនេះយីធ្វើការពួកគេលួចតាក់ទងជាមួយដងឡើងលាក់ទៅអក្រត់ជន់មែនទេមិនទាំងអាចទៅរួចយើងទាំងអស់គ្នាស្មោះត្រង់បំផុតហើយនេះត្រូវមើលថែអ្នកម្ចាស់ទាំងពីរឲ្យបានល្អណាបងធំមីនេះតែងក៏កំពុងតាមរកឃាតតែដែរមែនទេហំស្ទ័រដែលបាត់បង់ជីវិតទៅហើយទៅមិនហានប្រថុយមិនស្រួលចិត្តសោះបើអញ្ចឹងថ្ងៃនេះយើងនឹងរស់រើយីធ្វើកាត់មិនជឿថារកមិនឃើញក្រុមឃាតនោះទេមើលទៅហាក់ដូចជាមានអ្នកចង់លួចធ្វើឃាតអ្នកអង្គមចាស់ហើយទម្លាក់កំហុសស្មុកលើយីធ្វើកាត់បើឥឡូវនេះបណ្ដោយឲ្យពួកគេចូលមកឆែកឆេរតាមចិត្តនោះរឿងដែលយីធ្វើកាត់ពាក់ព័ន្ធជាមួយព្រះចក្ររានិងបែកការមិនខានអ្នកអង្គមចាស់ទាំងពីរសូមចាំបន្តិចគឺខ្ញុំម្ចាស់ស្ទើលោករស់ស្ដេចលោករស់បែរនៅវ័យឆ្នាំហើយហេតុអ្វីនៅមករកសបាយក្នុងហាមការបផាទៀតក៏គ្រាន់តែចង់កំសាន្តជីវិតបន្តិចបន្តួចប៉ុណ្ណោះអ្នកកំចាស់ទាំងពីរប្រហែលជាទៅដល់ថ្ងៃស្អែកសឹមមកឆែកឆេរទៅចោះបើមិនអញ្ចឹងទេធ្វើបែបនេះក្រែងលោអ្នកក្រុងឆាងអានបើឲ្យឡើងស្អីគ្រូដឹងថាខ្ញុំមកទីកន្លែងបែបពេតនេះនៅពិធីបុណ្យជាសពរបស់ខ្ញុំក៏អាចយប់ចំតុកមិនបានដែរលោកគ្រូពួកយើងកំពុងតាមចាប់ខ្លួនពីស្ពេញក្រុងឥឡូវលោកក៏មកធ្វើរឿងរំខានពួកយើងទៀតមែនទេមែនហើយសុភិសិទ្ធមានពាក្យថាមួយថ្ងៃជាគ្រូមួយជីវិតជាបទៅអ្នកអង្គមចាស់ទាំងពីរចង់ឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញរួចត្រូវលោកស្រីគ្រូរបស់អ្នកអង្គមចាស់ទាំងពីររដាក់ទោសប្រហារជីវិតមែនទេឈប់សិនទៅចាំមកថ្មីបងធំយើងត្រឡប់ទៅវិញចោះសួស្ដីព្រះគុណអ្នកអង្គមចាស់សូមឲ្យព្រះគុណអ្នកអង្គមចាស់ថ្ងៃនេះទុកជីវិតឲ្យពួកគេប្រសិនបើមានដំណឹងពីក្រុមឃាតគោនោះត្រូវតែរាយការណ៍មកភ្លាមយល់ទេប្រាក់ដាជារាយការណ៍ជូនប្រាក់ដាជារាយការណ៍ជូនលោកគ្រូស្ដេចសំណាងឲ្យដែលថ្ងៃនេះមានលោកសម្ងាត់របស់ព្រះចក្រថៃគ្រាជាមួយពួកអ្នកក៏បានរក្សាទុកយ៉ាងជិតស្និទ្ធតែសម្រាប់តាមចាស់នេះវិញគឺអត់ទេឥឡូវគ្រូស្ដេចចាស់នេះបែរជាហានប្រាល្បិចថោកទាបបែបនេះដើម្បីមកបំផ្លាញកិច្ចការធំរបស់ខ្ញុំមើលទៅគាត់បានខ្លាយជាឆ្កែបំរើឲ្យដងវាងហួយបាត់ទៅហើយព្រះអង្គម្ចាស់តើព្រះអង្គហានសំបីតែធ្វើបាបគ្រូរបស់ខ្លួនអញទៀតទេចុះអាចារ្យក្បត់ជាតិទៅជួយមនុស្សអាក្រក់ថ្ងៃនេះអញខ្ញុំនឹងចាប់វាទៅធ្វើទារុណកម្មសួរចម្លើយឲ្យតតែវាសារភាពមើលថាតែវាហ៊ានសារភាពរឿងស្មោកគ្រូរបស់តនវាងហួយដែរឬអត់បានយល់ហើយបន្ទាប់ពីចប់រឿងនេះហើយព្រះអង្គម្ចាស់កុំភ្លេចរឿងល្អដែលព្រះអង្គក៏សញ្ជាជាមួយតនលឹងខ្ញុំឲ្យសះណាចប់ចំពោះជីកសិប2ដល់ចំពោះជីកសិប3បើនៅតែមកខំញ៉ាំមកស្នូសស្នេហ៍ទៀតខ្ញុំគួរដាក់ហើយអាមនោះទៅទោះជាញ៉ាំច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចខ្ពស់ជាងខ្ញុំបានដែរខ្ញុំខ្លានហើយមិនឲ្យខ្ញុំញ៉ាំទៀតអីសួរទៀនខ្វល់2អ៊ីជួយកើទៀតហើយនេះនាងធានសូឲ្យនំស្នូសស្នេហ៍នេះមកបើមិនខ្លាចឆ្នាំពលទេមានព្រះនាងអង្គណាដូចជានាងដែរនិយាយគ្នាមិនត្រូវមួយម៉ាត់ក៏ហាក់ដូចជាមានមនុស្សមកដល់ហើយឪពុកខែក៏តន់លឹងពីអ្នកនោះវាចង់ធ្វើអីទៅកុំខ្វល់អីឆាប់តាមវាទៅកញ្ញាហងឌីបេកុំបាត់អំភ័យហើយតែមានខ្ញុំនៅទីនេះពួកព្រះអង្គកំចាស់នៅមិនប៉ះពាល់ដល់អ៊ីជួយកើឡាយយ៉ាងណាក៏ដោយខ្ញុំក៏ធ្លាប់ជាគ្រូរបស់ពួកគេដែរហើយតែបុរសចំណាស់ម្នាក់នេះសុកចិត្តបបបងសេចក្តីថ្លៃថ្នូរសម្ងាត់របស់ព្រះមហានឹងមិនមានថ្ងៃត្រូវបានគេឃើញជារៀងរហូតបើដូច្នោះពួកយើងសូមរំខានព្រះរាជគ្រូវាងផងហើយព្រះរាជគ្រូវាងមិនស្រួលហើយមានមនុស្សពីរនាក់ដែលគួរឲ្យសង្ស័យបានលួចចូលមកក្នុងដំណាក់ហើយអ្នកដែលទៅរារាំងពួកវាសុទ្ធដែលត្រូវបានគេកាប់សម្លាប់អស់ហើយគឺឪពុកឃាតកតនលឹងនោះហើយចាប់ចំពុកទី93ចូលដល់ចំពុកទី94កញ្ញានឹងអឌីបេលោកលុយចូលមកទីនេះហើយឆាប់រត់ទៅហេតុអ្វីបានជានឹងរត់ទៅខាងក្រៅបែបនេះកញ្ញាហងឌីបេកុំចោលខ្ញុំម្នាក់អីពេលរាជគ្រូវាងអាយុក៏ច្រើនហើយជើងដៃក៏មិនសូវល្អតើមិនល្អទៅអញគួរតែជួយព្រះមហាតរក្សាសង្វាត់នេះជារៀងរហូតទៅនោះគឺហងឌីបេតាមអាជីទាំងនៅទីនេះកន្លែងនេះប្រកល់ឲ្យយើងចោះខ្ញុំនឹងតាមដានហងឌីបេមើលទៅហាក់ដូចជាមានអ្នកចេញមុខមុនពួកយើងទៅទៀត
ខ្ញុំស្មានតែទីក្រុងឆាងអានជាកន្លែងដែលសម្បូរទៅដោយមនុស្សខ្លាំងពូកែបែរជាគ្មានអ្វីគួរឲ្យខ្លាចតតែសោះមើលទៅដូចជាមាននរណាបានរត់គេខ្លួនបាត់ទៅហើយបើត្រឡប់ទៅវិញពេលនេះតើត្រូវឆ្លើយប្រាប់លោកម្ចាស់មុខយ៉ាងម៉េចទៅលោកម្ចាស់មុខតើគឺជាលោកម្ចាស់មុខដងវាងជើមែនទេទៅពេលតាមប្រមាញ់ក្រោយចោះឥឡូវនេះរឿងសំខាន់គឺត្រូវដោះស្រាយជាមួយអានេះដែលលួចមើលលើដំបូលផ្ទះក្នុងសិនពីពេលណាយកជីវិតមកសងវិញមកភាគទី94ភាគទី90យ៉ាងម៉េចហើយខ្ញុំវាចំក្បាលវាបែកចាក់ចាយអស់ហើយសម្រាប់សួរលោកគ្រូស្ដីសេនីបតីមនុស្សម្នាក់នេះប្រហែលជាភ្នែកជាចំហរបស់ហុងតេហើយបើប្លែងវាទៅក៏មិនអីប៉ុនមានដែរបាទធ្វើឲ្យខូចដឹងល្អរបស់លោកម្ចាស់មុខថ្ងៃក្រោយវានឹងក្លាយជាក្រមមហន្តរាជធំមិនខានត្រឡប់ទៅរកលោកម្ចាស់មុខវិញសិនចុះខ្ញុំស្មានតែខ្ញុំស្ដាប់ខុសទៅទៀតអូពួកឃាតមកពីតងលេងទាំងពីរនាក់នេះពួកកើងហានធ្វើការឲ្យលោកម្ចាស់មុខមែនទេអាមនោះថោកទាបនោះវាមានកែមួយមិនចេះស្លាប់មែនទេគួរឲ្យសង្ស័យណាស់របស់ដែលខ្ញុំស្មានថាជាខួរក្បាលនោះតាមពិតទៅជាសណ្ដែកផ្កាទៅវិញគួរឲ្យស្ដាយខ្ញុំមិនផ្លក់សំបីតែមួយម៉ាត់ផងទោះបីជាយ៉ាងណាក៏ដោយការទទួលបានព័ត៌មានសំខាន់នៅរាត្រីនេះក៏ចាត់ទុកថាជាកម្មរបស់បងអ្វីទាំងអស់មិនសុខស្មានថាវាអាចប្រើល្បិចបោកបញ្ឆោតបានល្អដល់ថ្នាក់នេះសោះតាមវាទៅក៏មកវាកេខ្លួនបាត់ឲ្យសោះមិនដឹងដែរបើម្ចាស់ដឹងរឿងដែលលោកម្ចាស់មកគប់ខិតជាមួយតងលីងទៅលោកនឹងគិតយ៉ាងណាទៅកុំទៅលឿនពេកអីនៅលេងជាមួយខ្ញុំបន្តិចសិនទៅលឿនពេកហើយអាពីរអ្នកនេះផ្ដោតមកលើខ្ញុំខ្លាំងពេកហើយនេះយើងនឹងលេងបានជុំមុខគ្នាមែនទេលើកនេះអញស្លាប់មិនខានផាច់ចោលភាគទី95ភាគទី96អញនិយាយថាហ៊ុនឌីលុយចូលក្នុងព្រះរាជវាំងមែនទេបន្ទាប់ពីសម្រាប់លោកគ្រូស្ដីសេនីបដីរួចនាងក៏បដូរទេដល់រត់ចូលទៅក្នុងវាំងតែម្ដងពេលចូលដល់ក្នុងវាំងស្រាប់តែមានមនុស្សម្នាក់មុខម៉ាត់ដូចហុងឌីលមកទទួលនាងគ្រាន់តែអ្នកនោះស្លៀកពាក់5 1000ប៉ុនផតចូលក្នុងវាំងដើម្បីគំនុះក្រៅពីហួងទេខ្ញុំមិនគិតថាមានមនុស្សទី2ទេមើលទៅហុងឌីលពិតជាផ្នែកជាចំហរបស់ដងវាំងហួយមែនមិននឹកស្មានសះថានេះយីធានកាតលីហ្វាំងពួកវាសុទ្ធដែលជាអង្គការប្រមូលព័ត៌មានសម្ងាត់សម្រាប់ដងវាំងហុយដងវាំងកាកាគឺជាមនុស្សដែលគួរឲ្យខ្លាចខ្លាំងណាស់រឿងស៊ើបអង្កេតអំពីក្របកិននៅដងលឹងមានដំណើរការយ៉ាងណាខ្លះហើយប្រកបឲ្យ15ចាត់ការហើយមិញនេះពួកយើងបែកគ្នាធ្វើការគាត់ចិត្តត្រឡប់មកវិញហើយប៉ុន្តែអាម្នាក់នោះមិនដឹងថាជួបបញ្ហាវើអត់ទេប្រហែលនឹង154អាមនូស្ទ័រអញទៅជួបអីមកនឹងអញខ្សោយម្លេះនៅហានមានមុខមកវិញទៀតបើជាឡងវិញក៏មានតែផលមិនខុសតែគ្នាមិនមានដែរបានហើយអ្នកទាំងពីរជប់ឆ្លោះគ្នាទៅនិយាយឲ្យយើងស្ដាប់មកក្រុមខេត្តទាំងនោះគឺបន្ទាប់ពីអម្ចាស់វាងរងរបួសរួចមនុស្សដំបងដែលមកសួរសុកតុកមួយដងវាងជើអីណាអញប្រកាសដល់ចិត្តទេដោយសារតែក្រុមខេត្តក៏ពួកវាស្មានថាខ្ញុំស្លាប់ហើយទៅនិយាយត្រង់បុយចេញមកដូច្នេះហើយទៅខ្ញុំដឹងច្បាស់ថាវាមិនមែនជាការកុហកទេដល់ពេលនោះហើយតែពួកតាមសម្រាប់អញចង់បំបត្តិផ្លូវរស់របស់ឯងមែនទេក្បាច់គុណរបស់ក្រុមនេះខ្លាំងណាស់ខ្ញុំមិនមែនជាគូប្រកួតរបស់ពួកវាសូម្បីតែបន្តិចស្ទើរតែបាត់បង់ជីវិតទៅហើយប៉ុន្តែមានមនុស្សម្នាក់ពាក់ម៉ាស់បានប្រើតែទេតបតល់នឹងដាដែលបំរុងនឹងឆក់យកជីវិតខ្ញុំនោះបន្ទាប់មកគេក៏ប្រើតែដៃទៅទេប្រយុទ្ធជាមួយពួកវាហើយថែមទាំងតែងពួកវាសោយចោយក្រោយទៀតផងបន្ទាប់មកដោយសារខ្ញុំបាត់បង់ឈាមច្រើនពេកក៏ស្លាប់បាត់ស្មារតីទៅបន្ទាប់ពីដឹងខ្លួនឡើងវិញខ្ញុំក៏ឃើញខ្លួននៅមុខចောက်ចូលនៃរវាងភូខ្ញុំមិនដឹងថាអ្នកនោះជានរណាទេប៉ុន្តែអាចបដិចិត្តបានថាគឺជាមនុស្សម្នាក់នេះបានជួយខាត់ឈាមឲ្យខ្ញុំដើម្បីកុំឲ្យខ្ញុំបាត់បង់ឈាមច្រើនរហូតដល់ស្លាប់អ្នកទាំងពីរនេះមានក្បាច់គុណខ្លាំងណាស់ខ្លាចថាសិនជីយិញទៀតផងពេលអ្នកនេះដឹងថាខ្ញុំជាមនុស្សរបស់កងទ័ពសិនជីយិញដែលជាកងទ័ពរបស់អ៊ីវ៉ាន់ហ្កាថែមទាំងខ្លាំងជាងអាស៊ឺទៀតទេចុះវាជាសាច់ចម្លែកអ្វីទៅការប្រហាក់ដូចជាកាន់តែស្មុគស្មាញជាងដែលខ្ញុំគិតទៅទៀតបានខ្ញុំនឹងការពារនាងឲ្យបានល្អចប់ចំពុកទីទីត្រទីចប់ហើយដងវាងតែជាត្រង់ណាដែរទេមានធានទ្វេធាននៅទីនេះអ្វីក៏បានស្មានថាច្រើនដែរសំខាន់គឺអូនមិនអីគឺល្អហើយធានទ្វេអ្វីដែលអូនទៅតែនិយាយមិញនេះពិតជាព្រះរាមជាអ្នកគ្រប់គ្រងដ៏ឆ្លាតស្វ័យត្រង់មានមេត្តាធម៌ចំពោះរាជហើយចំពោះបងប្អូនក៏តែងតែចិត្តទុកដាក់ខ្លាំងណាស់ដែរទោះបីជាពេលខ្លះត្រង់ធ្វើឲ្យពួកយើងមានអារម្មណ៍ថាខ្លាចឆ្ងាយពីគ្នាពីបាននឹងចូលចិត្តបន្តិចមែនតែសម្រាប់បងត្រង់នៅតែជាបងប្រុសដល់អម្នាក់ចំណែកអត្តរៈវែងតែមានជ្រិតឆៅឆាវបន្តិចមិនសូវចេះគិតមុខគិតក្រោយក៏ដោយពេលខ្លះបងថែមទាំងបារម្ភថាវានឹងត្រូវអ្នកអតីតយកទៅប្រើប្រាស់ជាគ្រឿងឧបករណ៍ទៀតផងតែរឿងដែលអូនប្រាប់បងថាព្រាមប្រើប្រាស់កន្លែងបំពេអារាមដើម្បីប្រមូលពុតមានថែមទាំងខុបផិតជាមួយដងឡាំងបងនឹងថាអូនមិនក៏ហាក៏បងទេតែធានទ្វេតអាយដងអាយអូនជាមនុស្សចិត្តល្អបំផុតដែលបងធ្លាប់បានជួបការពីក្មេងមនុស្សស្នាក់វិសុទ្ធដែលអាចធ្វើខ្លួនបានយ៉ាងស្លូតត្រង់គ្មានភាពស្មុគស្មាញនិងអាចជ្រើសរើសផ្លូវជីវិតនឹងខ្លួនបាន
តែនៅពេលដែលគ្រប់គ្នាតំណឹងក្តីឡើងគឺសុទ្ធតែមានចំហផ្សេងពេញគ្នាពីមុនធ្លាប់តែមិនមានការប្រុងប្រយ័ត្នធ្លាប់តែជាបងប្អូនដែលស្និទ្ធស្នាលនឹងគ្នាតែដល់ថ្ងៃមួយទីបំផុតនឹងคล้ายទៅជាវងជាចង់តែមានកំណត់ក្បត់គ្នាទៅវិញទៅមកវាមិនមែនជារឿងរបស់នរណាដែលធ្វើខុសអ្វីនោះទេតែវាគឺជាចំហរបស់ពួកគេដែលធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវคล้ายជាសត្រូវនឹងគ្នាដងហាងពេលនេះមិនមែនជាពេលដែលត្រូវគេជ្វះទៀតទេបើអូនមិនធ្វើអ្វីសូនច្បាស់ជាមានគៀមក៏សម្លាប់អូនចោលជាក់ជាមិនខានចាវាយថៃតើលោកកំចាស់មានអ្វីចង់ប្រាប់ប្រាសឺចូលទៅវាំងរបស់លោកម្ចាស់ទី9រួចហៅគាត់មកទីនេះភ្លាមទៅឥឡូវនេះតែម្ដងទៅប្រាប់គាត់ថាបងប្រុសទី7មានរឿងចង់សាកសួរចប់ចំពុកទី97និងចំពុកទី98លោកម្ចាស់ទី7យកចិត្តស្ងាត់បែបនេះហើយតើហៅខ្ញុំមកមានការអ្វីទៅខ្ញុំគឺថៃយួនទោះជាយ៉ាងណាក៏ដោយលោកម្ចាស់ក៏កំពុងតែមិនសប្បាយចិត្តតែគ្នាត្រូវត្រៀមចិត្តទុកជាមុនទៅលោកម្ចាស់ទី7លោកហៅខ្ញុំមកហើយមានរឿងអ្វីទុកនិយាយគ្នានៅថ្ងៃស្អែកមិនបាននៅខ្ញុំនៅតែស្ថិតក្នុងដំណាក់កាលកំពុងតែលូតលាស់ណាស់អត្រារឿងតែខ្ញុំត្រូវសួរអេងត្រូវតែឆ្លើយដោយស្មោះត្រង់បំផុតហើយងូទេតានទាំងណាទៅមានតំណែងដងអ្វីជាមួយក្រុមជាតិដងឡាងមែនទេហាខ្ញុំជាមួយពួកដងឡាងមានតំណែងអីទៅផានគ្រប់គ្រាន់ហើយរឿងមកដល់កម្រិតនេះហើយនៅក៏ចង់ខ្ញុំទៀតមែនទេអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់អូយបងប្រុសទី7បងឈួតទៅហើយមែនទេគ្មានហេតុផលអ្វីសោះមកវាឲ្យខ្ញុំធ្វើអីនឹងខົບខិតជាមួយក្រុមខៀក្រដងឡាងវាប្រហារលើខ្ញុំនិងបងប្អូនថែមទាំងធ្វើឲ្យព្រះគ្រាចព្រោះស្លាប់យ៉ាងអនុចអាថែមទៀតរបៀបនេះហើយដែលឡើងហៅថាគ្មានហេតុផលខ្ញុំថាមិនមែនគឺមិនមែនការឈួតអីឡើងមកវិញនឹងព្រះអង្គចាក់គិតថាបន្ទាប់ពីនេះទៅទោះបីជាទៅនៅចំពោះព្រះភពព្រះមហាក៏អាចរួចខ្លួនបានតាមវិធីនេះដែរមែនទេអាយ៉ារឿងព្រះនាងទួនខើចាប់ភាគទី98ភាគទី99នាងជាស្រីបែរជាហានញុះញង់បំបីបំបាក់សាមគ្គីភាពបងប្អូនពួកយើងហាមប៉ះពាល់ធានធាតអ្នកដែលបញ្ជាឲ្យក្រុមខៀដងឡាងធ្វើគៀពួកព្រះកំចាស់តាមពិតមិនមែនចង់ចោយជីវិតពួកគេទេប៉ុន្តែគឺចង់ទម្លាក់កំហុសលើព្រះមហាក្សត្រដើម្បីឲ្យអត្តកម្បាំងរបស់អីធ្វើឲ្យកាត់ត្រូវបានលាតត្រដាងគ្រាន់តែមិននឹកស្មានថាមានកំហុសត្រង់ចំណុចរបស់ព្រះអង្គចាស់រួយក្រុមមនុស្សដងឡាងនោះស្ទើរតែយកជីវិតរបស់ពួកគេទាំងអស់ទៅហើយបងប្រុសទី7បងប្រុសតែមានអារម្មណ៍ស្ដាយក្រោយទៅតែរឿងវឺតែកាត់ឡើងមិនតាន់បានប៉ុនមានក៏ប្រញាប់ប្រញាល់មកសួរសុខតោកទៅបងប្រុសទី7របស់ខ្ញុំយ៉ាងម៉េចហើយថែមទាំងទុករបស់មួយគំនោព្រោះចង់ប្រើកម្លាំងទាំងអស់ដើម្បីកែតម្រូវកំហុសជាណាពិតប្រាកដព្រះអង្គចាស់ទី9ចង់បំផ្លាញក្តីសររបស់ព្រះមហាក្សត្រដល់ថ្នាក់មិនស្ដាយអ្វីទាំងអស់ហានខົບខិតជាមួយពួកដងឡាងនឹងឬប៉ុន្តែទោះបីជាភាគីណាក៏ដោយក៏មិនមែនសាមញ្ញដូចដែលឡើងគិតឡើយទោះបីជាផែនការរបស់ទទួលបានជោគជ័យធ្វើកាត់ត្រូវបានលាតត្រដាងប៉ុន្តែរាជបល្ល័ង្កទៅលើថៃដាច់ឌៀនក៏នៅតែជារបស់តងវាងហើយដដែលគ្មានអ្វីប្រសដោបានទេលោឡាគ្មានទេប្រសិនបើលើលោកនេះđangការពិតហើយតើនៅទុកឲ្យវាធ្វើជាអធិរាជទៀតឬអត្រែកបងប៉ុន្តែជាធ្វើរឿងបែបនេះមែនឬដងវាងហុយវាគឺជាមនុស្សថោកទៀតដើមពីដើមដល់ចប់បើមែនដោយសារវាទេអ្នកដែលអង្គុយលើបល្ល័ង្កនោះគឺត្រូវតែជាបងលេងតែបងទៅអត្រែកមិនក៏បងអាចគិតថាព្រះរាជបុត្រច្បងព្រមប្រព្រឹត្តចំពោះពួកយើងល្អខ្លាំងណាស់តាបងទី7បងពិតជាចាញ់មកវាហើយមនុស្សដូចជាវានឹងឬតែមានចិត្តបរិសុទ្ធត្រង់ទៅត្រង់មកបើដូច្នោះមែនហេតុអ្វីបានជាប្លង់កធ្លាក់ទៅក្នុងដៃវាបានទៅបងមើលចោះរឿងរ៉ាវទាំងអស់ដែលបងត្រូវរងទុកមិនមានឆ្នាំមកនេះប្រាប់បងទី7ឲ្យអស់ទៅពីចំពុកទី99ដល់ចំពុកទី100ព្រះមេដាធ្លាប់ជាអាគមហេសីបើតាមហេតុផលបងគឺជាអ្នកដែលត្រូវឡើងគ្រងរាជបិណ្ឌតែដែលសារធពលនៃត្រកូលវ័យតែព្រះរាជបិតាមិនអាចមិនតែងតាំងអ្នកត្រកូលវ័យឲ្យធ្វើជាអាគមហេសីវ័យនោះទេព្រះមេដាបានសោយទីវង្កត់បន្ទាប់ពីនោះមិនយូរប៉ុន្មានដែលគ្មានអ្នកជួយជ្រោមច្រែងបងមានតែឈើមើលដងវាងអុយឡើងធ្វើជាអង្គជាទីយាតហើយឡើងគ្រងរាជដងវាងអុយរួមជាមួយព្រះមេតារបស់វាមើលពីក្រៅហាក់ដូចជាសុភាពរៀបសារប៉ុន្តែតាមពិតនៅពីក្រោយមានល្បិចកលពោពេញដោយពិសពលមើលពីក្រៅដូចជាមនុស្សថ្លៃខិតថ្នសុភាពបដបណ្ដៃនៅពីក្រោយក្នុងបែកជាលួចបើផ្ទះបនដើម្បីប្រមូលព័ត៌មានពីគ្រប់ទិសទីក្នុងនគរប៉ុន្តែព្រះរាជបុត្រច្បងត្រង់ពិតជាយកចិត្តទុកដាក់ចំពោះពួកយើងណាស់ណាបងទី7បងស្លូតត្រង់ពេកហើយអូនឃើញមុខម៉ាត់ខ្លាំងៗរបស់វាអូនចង់តែចង់អោប្រសិនបើថៃណាមួយវាឃើញថាមានរណអ្នកអាចគម្រាមកំហែងដល់បលករបស់វាបានទោះបីជាបងប្អូនបង្កើតក៏វាមិនមានចិត្តអាណិតដែរស្ដេចតែភ័យខ្លាចក៏មានការសង្ស័យទៅតែងតែធ្វើជាក្រាត់កតុំដើម្បីបង្កត់ចម្លោះមិនក៏ស្ទេយ៉ាងណាមិញព្រះមេដាបងធ្លាប់ជាគុំហេសីក្នុងក្រសែភ្នែកវាបងក៏ជាការគម្រាមកំហែងមួយប្រភេទដែរនៅពេលដែលផូនទៅឃើញអត្តកម្បាំងរបស់អីជួយកើបអូនក៏មិនអាចអត់ធ្មត់តទៅទៀតបានដែរបងអូនចង់ឲ្យពិភពលោកបានឃើញពីមុខមកពិតរបស់ជនក្បត់ដែលពាក់របាំងមុខនេះនៅពេលនោះមានខៀ12នាក់ពីដងលៀងបានមករកបងអូននិយាយថាចង់ជួយបងអូនលក្ខខណ្ឌរបស់ពួកគេគឺពួកគេនឹងជួយបងអូនបានឡើងគ្រងរាជតែចចាស់ឲ្យប្រកួតដងភើឲ្យពួកវាទៅ
ខ្ញុំធ្លាប់លើកទោះទៅច្បាំជាមួយពួកវាជាច្រើនឆ្នាំមកហើយអ្នកខាងដងឡាំងពួកវាពូកែប្រើល្បិចកលណាស់រឿងនេះមិនសាំដូចដែលបងគិតទេប៉ុន្តែនេះជាមួយច្បាស់មួយគាត់ដែលបងមានអត្រ័យពួនជាចិត្តបងដែរឬទេប្រកាសជាជឿឲ្យបង5ពីគឺជាមនុស្សតែម្នាក់គាត់ដែលស្មោះត្រង់ជាមួយខ្ញុំបាននិយាយតាមត្រង់បើខ្ញុំមិនជាធិរាជទេនោះអ្នកដែលខ្ញុំចង់ឲ្យឡើងគ្រងរាជគឺបង7ខ្ញុំគ្មានបំណងចង់ដណ្ដើមអំណាចអ្វីឡើយអ្វីតែខ្ញុំនិយាយសុទ្ធតែជាការពិតពួនល្អជាងអាមនុសពុតបតនោះឆ្ងាយណាស់កុំនិយាយរឿងអត់ប្រយោជន៍ចិនអីពួកប្អូនសុទ្ធតែជាបងប្អូនរបស់បងគ្រាន់តែចង់ឃើញពួកប្អូនសម្លាប់ទៅវិញទៅមកប៉ុណ្ណោះតែប៉ុន្តែព្រួយតែបាញ់ចេញទៅហើយតែមានហេតុផលអ្វីឲ្យត្រឡប់មកវិញបានទៀតទោះបីជាបង7ប្រាប់ឲ្យខ្ញុំឈប់ក៏ដោយប៉ុន្តែគេតែពីរនាក់នោះក៏មិនព្រមមកឈប់ដែរមេតេរឿងគេដល់ទុកឲ្យបង7ចាត់ការចោះបងច្បាំងជាមួយពួកវាជាច្រើនឆ្នាំមកហើយបងយល់ច្បាស់ពីចិត្តរបស់ពួកវាបំផុត100មិនបានតែខ្ញុំចង់ទៅជាមួយព្រះអង្គមចាស់ទេនទ្វេតឯសមត្ថភាពរបស់ប្អូនមានអ្នកដឹងច្រើនណាស់ប្អូនកាន់តែលេចធ្លោប្អូនក៏កាន់តែគ្រោះថ្នាក់ដែររឿងបន្ទាប់ពីនេះប្អូនគួរតែទុកឲ្យបងជាអ្នកចេញមកដាក់ស្រ័យទៅទេនទ្វេតផូននៅទីនេះរងចាំបងណាបងនឹងត្រឡប់មកវិញភ្លាមយល់ព្រមទេទេនទ្វេតប្អូនបានធ្វើរឿងជាច្រើនដើម្បីបងហើយលើកនេះសូមឲ្យបងចំណុចចាត់ការដោយខ្លួននឹងចោះសេពួកវាមិននៅទីនេះទៅនៅកន្លែងនេះបងគិតថាអេតអាស្រ័យបានមែនទេមិននឹកស្មានថាមើលឃើញវិជាបំបង្កាយរបស់ខ្ញុំសោះគួរឲ្យស្ដាយទោះបីជាបានប្រសពយ៉ាងក៏ដោយប៉ុន្តែវាមិនមែនជាការរបស់ខ្លួនទាំងស្រុងនោះទេបើជាសង្ខេយខានជួបគ្នាយូរហើយណាដងភឹងសក់យើងតែជួបគ្នាមិនយូរប៉ុន្មានទេស្នាមរបួសរបស់ខ្ញុំនៅចាំបងបានច្បាស់ណាស់គេដាក់ក្រកញ្ញាម្នាក់វាងនាំគេមកទីនេះតើមានន័យថាបងបំពេញកិច្ចសន្យារបស់យើងឬមិនមែនទេបងមកទីនេះលើកនេះគឺដើម្បីចាជាមួយពួកប្អូនសូមស្ដាប់ឲ្យច្បាស់លើកនេះមកទីនេះសង្ឃឹមថាពួកអ្នកនឹងឈប់ធ្វើបាបព្រះរាមរបស់យើងហាអ្វីទៅចាប់ភាគ101ភាគ105ភាគ101.5ងុយដេកណាស់ជាធម្មតាភាគពិសេសបែបនេះវាតែងតែកើតរឿងអ្វីម្យ៉ាងតើរ៉េតគិតយ៉ាងម៉េចមករៀនពេលរសៀលនេះសាំញពេកហើយនៅក្នុងហាងពេលនេះប្រហែលជារវល់ខ្លាំងណាស់បែរជាមកដេញរៀនទៀតមិនដឹងថានឹងមានរឿងអ្វីកើតឡើងទេឲ្យតែបានការ10:59នាទីហើយហេតុអ្វីនៅមិនទាន់មកដល់ក្មេងស្រីទៅបន្ទប់ទឹកបានលឿនជាងនេះទេឬនេះកូនទៅដល់ណាហើយតែស្ពាបទាំងពលបង្ហើយចប់គ្នាហើយសូមអភ័យទោសតើបរិបម្នាក់នេះហាក់ដូចជាស្រស់សង្ហាណាស់មែនទេមានពនខៀវទៀតមនុស្សចិត្តថោកទាបកង្វាងអើយធ្វើអ្វីទៅបំភ័យក្មេងស្រីវិជាល័យម្នាក់បានតែមីងសម្លាញ់អើយខ្ញុំមកវិញហើយអ្នកទាំងពីររងចាំយូរហើយមែនទេដល់យើងទៅចោះបើដូច្នោះយើងនឹងលើកឡើងឲ្យឆាវមេទៅកំរត់អីនាងតូចទោះបីជាយ៉ាងណាក៏នាងរកចិត្តបងដែរចាប់ភាគ101.5ចូលភាគ102រួយវាងយ៉ាលើកនេះមកនេះគឺដើម្បីនិយាយរឿងនេះតែប៉ុណ្ណោះចោះហេតុអ្វីមិនឲ្យបញ្ជាមកទាំងពីរទោះបីជាខ្ញុំមិននិយាយក៏ពួកអ្នកមិនអាចសម្រេចបានតាមអ្វីដែលចង់បានដែរនិយាយໄວផ្ដែផ្ដាស់ស្មានថាពួកយើងដងឡើងចង់ហៅមកក៏មកតាមចិត្តឬចង់ដេញឲ្យទៅក៏ទៅមែនទេខ្ញុំច្បាស់ជាមួយពួកអ្នកប៉ុន្មានឆ្នាំមកនេះក៏យល់ច្បាស់ពីក្បាច់ប្រយុទ្ធរបស់ពួកអ្នកអស់ហើយអ្នកស្មានថាងារជាហងមកវិញនេះកាត់ឡើងពីខ្យល់ឬយ៉ាងណាយីដាវកុំគ្មានមេយឺតឲ្យសោះត្រឡប់មកវិញនេះ7មេរយាទហើយប្រសិនបើអ្នកទាំងពីរឈរនៅកន្លែងតែមួយតាមហេតុផលគួរតែចង់កំចាត់ដងហ្វាំងឲ្យស្លាប់ប៉ុន្តែកន្លែងនេះបែរជាមកដាស់តឿនពួកយើងឲ្យឈប់ដៃខ្ញុំពិតជាមិនយល់ឡើយបានមិនចង់ឃើញបងប្អូនរបស់ខ្លួនសម្រាប់គ្នាអឹងឡើយមនុស្សតែធ្លាប់ស្និទ្ធស្នាលដោយបងប្អូនបែរជាកាប់ចាក់គ្នាទៅវិញទោះបីជាមានចម្លោះក៏ដោយប៉ុន្តែខ្ញុំអាចប្រើវិធីសាស្ត្ររបស់ខ្ញុំដើម្បីដោះស្រាយបានព្រះអង្គមានចិត្តសប្បុរសធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់ហើយប៉ុន្តែពួកយើងខំធ្វើដំណើរមកពីចម្ងាយរាប់ពាន់យោជនមិនអាចត្រឡប់ទៅវិញដោយដៃទទេបែបនេះបានទេតែតែពួកអ្នកបងធ្វើការធ្វើព្រាមរបស់ខ្ញុំរួចធ្វើតាមការស្នើសុំរបស់ខ្ញុំបន្ទាប់ពីរឿងរ៉ាវក្របយ៉ាងត្រូវបានដោះស្រាយរួចច្រកខ្ញុំនឹងផ្ដល់ឲ្យពួកអ្នកនៅរង្វាន់ដ៏សមមួយព្រះគិតថាពួកយើងត្រូវទៅជឿព្រះមែនទេខ្ញុំដងវាងសុស្បាថាខ្ញុំមិនដែលនិយាយអ្វីហើយមិនធ្វើតាមនោះទេទោះបីជាមិត្តឬក៏ជាស្ត្រូវក៏ដោយខ្ញុំសូមយកនាមជាហងម៉ាវាងមើលទៅពួកយើងក្រៅពីជឿជាក់ក៏គ្មានចម្រើសអ្វីផ្សេងទៀតដែរចាំងអៀងបញ្ចេញដាលីចឹងញៀតដាវចឹងថៃគេđãសុំទុំជាពីរួយវាងហ្នឹងមើលវាងចាប់ភាគ102ភាគ103បងប្រុសទី7រឿងការពីមុនខ្ញុំសុំទោសផងដែលធ្វើឲ្យបងរងរបួសធ្ងន់ធ្ងរបែបនេះមិនអីទេឲ្យតែបងមិនធ្វើរឿងល្ងងអ្វីទៀតគឺគ្រប់គ្រាន់ហើយរងរបួសបន្តិចបន្តួចបែបនេះទៅវាជាអ្វីទៅម្យ៉ាងទៀតបងទីថា
ពេលនោះបញ្ជារបស់បងគឺចង់ឲ្យគ្រប់គ្នាចាប់អារម្មណ៍ទៅលើយីទៅគឺចំណែកតែការធ្វើជាព្រះអង្គម្ចាស់គ្រាន់តែធ្វើឲ្យរងរបួសមិនមែនចង់សម្លាប់ចោលឡើយមែនទេត្រឹមត្រូវហើយប៉ុន្តែមិនដឹងថាហេតុអ្វីបានជាពួកគេហានដៃធ្ងន់ម្ល៉េះប្រហែលជាដោយសារការប្រយុទ្ធនៅអីតងលៀងគេកត្រកលជើងទៅបានខ្ញុំកំចាត់ចោលស្ទើរតែអស់លើកនេះពួកគេព្រមទស្សនការជាមួយយើងតាមពិតទៅវាលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀតហាហ្សែក្នុងរយៈពេលខាងមុខនេះបងត្រូវតែនៅក្នុងផ្ទះឲ្យបានច្រើនកុំធ្វើអ្វីឲ្យសោះហើយប្រាប់ឲ្យពួកគេលាក់ខ្លួនឲ្យចិត្តល្អផងកុំចេញទៅក្រៅឲ្យសោះទឹកលើកនេះវ៉ានថៃវ៉ូបានស្លាប់ហើយក្រុងឆាងអានបដាជាមានរឿងធំមិនខានព្រះអង្គម្ចាស់ដែលរងរបួសដោយសារតែការបាក់ហែរបស់បងប្រកាសជានឹងបញ្ជាគេតាមសពអង្កេតយ៉ាងតឹងរ៉ឹងបំផុតប្រសិនបើព្រះរាមរបស់ខ្ញុំលាក់បាំងអាចកំបាំងច្រើនមែននោះនៅពេលដែលបងបានរកឃើញនោះអ្នកដំបូងដែលនឹងអាចកំបាំងនេះប្រកាសជាត្រូវស្លាប់ទោះបីជាខ្ញុំនៅតែគិតថាព្រាមជំនួសដែលមានចិត្តសន្តោសប៉ុណ្ណេះក៏ដោយមានចិត្តតបបរោប៉ុន្តែពេលខ្លះក៏មិនធម្មតាដែរពេលខ្លះដែលមិនធម្មតាក៏ត្រូវតែប្រុងប្រយ័ត្នដែរខ្ញុំជឿថាម្ចាស់7នៅទីនេះនឹងបញ្ចប់សកម្មភាពបន្តិចចម្ដងរងចាំដំណឹងពីព្រះអង្គម្ចាស់7ចោះខ្ញុំត្រឡប់ទៅភូមិគ្រឹះវិញសិនហើយជួបគ្នាដងក្រោយកុំឲ្យអ្នកដតីឃើញឲ្យសះព្រះអង្គម្ចាស់7ត្រូវតែប្រុងប្រយ័ត្នផងណាវាងស៊ីងតអ្នកពិតជាមនុស្សបែបណាគ្នាខ្ញុំពិតជាមិនអាចមើលអ្នកដាច់នោះទេស្លាប់អីព្រះអង្គម្ចាស់អាយខ្ញុំចាស់បាននិយាយឲ្យថាគ្មានទេហេតុអ្វីក៏ព្រះអង្គទៅតែមករំខានខ្ញុំបែបនេះអ្នកថាគ្មានគឺគ្មានពិតមែនទេកិត្តករបស់ដងឡាងតែងតែលេចមុខនៅជុំវិញអីថយខែរបស់អ្នកតើអ្នកត្រូវពន្យល់បែបណាវាងថៃវ៉ូស្លាប់ហើយចាំមើលថៃហានមុខរារាមខ្ញុំរករកឲ្យខ្ញុំព្រះអង្គម្ចាស់អាយសូមមេត្តាដល់ខ្ញុំម្ចាស់ផងបាទថ្ងៃណាតែមកគាត់រកស៊ីយ៉ាងម៉េចកើតអីថយខែមិនអាចរកស៊ីបានក៏មិនមែនមានលេវលេវាងនៅទីនោះដែរឬច្បាស់ណាស់នៅមានលេវលេវាងរកលុយឲ្យពួកអ្នកតើឈប់សិនស្លាប់ហើយឈានវាងមិនដែលចាក់ចេញពីប៉ះជើលើយហេតុអ្វីក៏ដឹងច្បាស់ពីរឿងនឹងក៏ជាម្លេះហូពិតជាការប្រមូលផលក្រៅកម្រងមែននាងស្រីថោកទាបហានធ្វើឲ្យខូចគេឈ្មោះខ្ញុំមែនទេចាំនាងមកឲ្យខ្ញុំមិនចាំបាច់ឲ្យឈានវ៉ាន់ត្រូវដែរឡើយខ្ញុំចាស់នឹងដោះស្រាយដោយខ្លួនឯងត្រឹមតែស្រីថោកទាបម្នាក់ដូចជាខ្ញុំថែមទាំងអាចអត់ទានព្រះអង្គម្ចាស់ឲ្យធ្លាក់ចូលក្នុងរឿងនេះបានពិតជានៅក្នុងរាជធានីមិននឹកស្មានសោះគ្រាន់តែគិតថាមកក្រខៀរដងឡាងនឹកស្មានមិនដល់ថាចាប់បានចាក់កម្មតែខົບខិតជាមួយក្រឈីទៅវិញចប់ភាគ103ភាគ104ហានណាស់ណាដំណឹងនេះត្រឹមត្រូវដែរឬទេមុនពេលហងសៀស្លាប់គេបានផ្ញើសារមកខ្ញុំគឺត្រឹមត្រូវពិតប្រាកដពេលនេះរឿងខៀក៏នៅមិនទាន់ដោះស្រាយចប់ផងដងឡាងបែរជាលេចចេញមកអ្នកទៀតយកដំណឹងដែលថាជៀនវ៉ាងខົບខិតជាមួយកូឈីមកឲ្យខ្ញុំគាត់ថាខ្ញុំជាមនុស្សស្លូតត្រង់ងាយបកមែនទេលើកនេះត្រូវតែចាប់ផ្ដើមសម្លាប់មន់បន្លាយស្វាខាន់តែបានវាយអិនទៅទួលបញ្ញជាខ្ញុំម្ចាស់មានរាជបញ្ជាពីព្រះមហាក្សត្រឲ្យអ្នកទៅជាមួយមេបញ្ជាការកងទ័ពពោហាមខាត់ឈ្មោះទ្រឿងភោទឹកដំតូចចំនួន500នាក់ឡោមពុតដំណាក់របស់ព្រះអង្គម្ចាស់ទៀនឆៃឆេរដល់កន្លែងសម្រាប់ខ្ញុំទោះបីជាត្រូវជាក្តីបីហាត់ក៏ដោយតែត្រូវតែរកភពស្ដាងដែលព្រះអង្គលួចតាក់ទងជាមួយគោទេខ្ញុំម្ចាស់សូមទូលរាជបញ្ជាទៅកាន់ដំណាក់ព្រះអង្គម្ចាស់ទៀនពួកអ្នកទាំងអស់គ្នានេះមានន័យថាម៉េចសូមព្រះអង្គម្ចាស់ទៀនមេត្តាអភ័យទៅពួកយើងធ្វើដំរាជបញ្ជារបស់ព្រះមហាត្រមុកទីនេះទៅបន្តឹងថាបញ្ជូនទីហ៊ានមកដល់ដំណាក់របស់ខ្ញុំបែបនេះព្រះមហាក្សត្រទទួលបានអបាយការណ៍ស្ងាត់ថាដំណាក់ព្រះអង្គម្ចាស់ទៀនកំពុងខົບខិតជាមួយគោខ្មាំងពួកយើងទទួលបានបញ្ជាមកពិនិត្យមើលថានៅវេជ្ជការដល់ពីទិយ៉ាងណាជារឿងអយុត្តិធម៌បំផុតគ្រាន់តែអាស្រ័យលើការសង្ស័យក៏ហានមកឆៃឆេដំណាក់របស់ព្រះរាជបុត្រច្បងនៃព្រះមហាក្សត្រមនុស្សវាពិតជារឿងដែលមិនគួរឲ្យជាតតែសោះព្រះអង្គម្ចាស់ទីនស្ដាប់ព្រះមិនបានធ្វើរឿងនោះមែនចុះហេតុអ្វីបានជាត្រូវខ្លាចការឆៃឆេនេះទៅវិញបាបដែលសេដ្ឋាជាបញ្ជាគឺត្រូវតែអនុវត្តតាមច្បាប់ព្រះអង្គម្ចាស់ទីនសូមកុំភ្លេចថាជាមន្ត្រីត្រូវតែមានការយល់ដឹងពីអ្វីដែលមន្ត្រីត្រូវប្រឈមលោកម្ចាស់សាសវាយអិនលោកមើលនេះចប់ភាគ104ភាគ105អ្នកនិយាយថាម៉េចណាព្រះរាជបុត្រច្បងទៅឆៃឆេដំណាក់របស់បងធំហើយមែនទេរឿងនេះពិតមែនឬគ្មានទៅដល់មិនគួរនៅយប់ចុះពេកទេណាមើលទៅបងធំប្រហែលជាជ្រុលមាត់នៅកន្លែងយីថុយកាត់ទៅត្រូវគេចាប់កំហុសបានចាក់កញ្ជេដងភឿងវាងភ្លាមនោះក៏ដឹងពីក្លាន់នៃគ្រោះថ្នាក់ក៏បញ្ជូនកងទ័ពហាមឃាត់ទៅឆៃឆេដំណាក់របស់បងធំលទ្ធផលគឺរកឃើញភពស្ដាងមែនបងធំលួចតាក់ទងជាមួយគោទេសំណាងហើយដែលអ្នកខាត់ខ្ញុំຕົកបើមិនដូច្នោះទេលើកនេះអ្នកដែលត្រូវគេឆៃឆេប្រហែលជាខ្ញុំហើយអ្នកលួចតាក់ទងជាមួយខ្មាំងសត្រូវនៅដងឡាំងបងធំថែមទាំងលួចតាក់ទងជាមួយគោទេតំណែងស្ដេចនេះវាមានមន្តស្នេហ៍ខ្លាំងដល់ថ្នាក់នោះហឺសម្បីតែមនុស្សជាបងប្អូនក៏មិនត្រូវការទៀតតើបងធំកំពុងនៅឯណាឥឡូវនេះគេត្រូវបានគេនាំទៅវិមានធ្វើដឹកបាត់ទៅហើយកំពុងតែប្រឈមមុខដល់តលនឹងវាងហួយអញ្ចឹងតាមខ្ញុំទៅជួយអង្គរឲ្យបងធំទៅបើមិនអញ្ចឹងទេបងធំមិនរួចខ្លួនទេធ្វើការខ្ញុំមិនចង់ឃើញអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកស្លាប់ទេដល់វាងចិត្តត្រជាក់ចោះ
បងប្រុសរបស់ឯងកំពុងតែខឹងសម្បាខ្លាំងណាស់ពេលនេះបាទតើជារឿងត្រូវជាប់ពាក្យពន្ធហឺនខានទេចាស់តាមយោបល់ឯងគឺចង់ឲ្យខ្ញុំអង្គុយក្បាលមើលអង្គុយមែនទេជាការពិតណាស់មិនមែនបែបនោះទេប៉ុន្តែពេលនេះបាទតើខ្ញុំបានអំពីសុខភាពរបស់ឯងណាស់ហើយពួកយើងជាបងប្អូនសាច់ឈាមតែមួយតើឲ្យឆ្លោះប្រកែកគ្នាធ្វើអ្វីឯងបែរជាប្រាប់ឲ្យខ្ញុំគិតគៀបពីខ្លួននឹងទៅវិញខ្ញុំធ្វើមិនបានទេធានស្វៀតអឹងពិតជាស្រឡាញ់ខ្ញុំឬក៏គ្រាន់តែចាត់ទុកខ្ញុំជាយបកសម្រាប់សងសឹកតែប៉ុណ្ណោះអាចជឿពួកយើងទៅនឹងដងវាងចាប់ភាគ105ដល់105មួយវាមានធ្វើដឹកក្រាបទូលព្រះមហាក្សត្រជនក្បត់ព្រះមហាក្សត្រស្ដេចដងវាងស្វៀនត្រូវបាននាំមកដល់ហើយក្រកឡើងបងធំខ្ញុំចិញ្ចឹមបើបាច់ថៃសាររឿងមិនអន់ប៉ុនមានទេហើយដែលបានជ្រុងធ្វើរឿងបែបនេះដាក់ខ្ញុំហ្វុយអញ្ចឹងបត់ខ្លាហានណាស់តែហានធ្វើរឿងអសិលធម៌បែបនេះហើយចំភើងនេះវាពិតជាផ្លេចកំណត់មែនសងគុណដោយភាពក្បត់បើការនោះបើខ្ញុំបាននាំមកចិញ្ចឹមឲ្យធំធាត់ទេនោះតើអើយមានថ្ងៃនេះតែឬទេកុំនិយាយច្រើនបានហើយអឹងចេះគិតគោខ្លះទៅខ្ញុំមិននឹកឃើញថាលងជាបងធំរបស់ពួកយើងតែប្រកបភូមិគ្រាធំជាងគេនៅទីខាងត្បូងឲ្យយើងថែមទាំងផ្លោប្រាក់ខែក្នុងនាមជាស្ទេចឲ្យយើងពីចំណែកទៀតបែរជារងកិច្ចការដើមអំណាចនឹងរាជចាប់ឡងទៅវិញមនុស្សក្បត់នឹងសេចក្តីល្អគឺនេះហើយបងធំនិយាយមកមិនខ្វះសោះបើមានដែរមិនមែនជាព្រះមហាក្ត្រីយានីទៅឡើងមកនេះដល់វេនឹងអង្គុយដែរឬខ្ញុំទៅជាកូនច្បងខ្ជិលនិយាយជាមួយយើងហើយ YN នាំខ្លួនទៅព្រះអង្គជនក្បត់ក្នុងហាងស្វៀនមានចិត្តបើបោះច្រឡំខ្មៅខົບខិតជាមួយកោឈីគិតក្បត់ឲ្យចាប់ឡងកណេប៉ាកជើវិញមិនគោរពដល់ព្រះមកហាក់សបងធំបានប្រព្រឹត្តអំពើប៉ះបាមកម្មមហិមាសំគួរតែប្រហារជីវិតមិនអាចលើកលែងបានឡើយយោងតាមច្បាប់នៃដែនដីបីជើរដកហូតឋានៈជាព្រះអង្គមចាស់ហើយកាត់ទោសប្រហារជីវិតតងនៅការគណនារបស់ខ្ញុំទូមិនជឿក៏ត្រូវតែទូស្គាល់ថាចាញ់តែជាតិមួយនេះបើមិនអាចសម្លាប់បងបានជាតែក្រោយខ្ញុំទាំងសម្លាប់បងឲ្យបានដើម្បីធ្វើជាការប្រមានបងធំក៏មិនទៅប្អូនអីចិត្តដាច់ណាស់រួយវាងតងវាងសូននឹងមកវាងតងវាងជើសូមចូលកព្រះអង្គមចាស់ទី7និងទី9ប្អូនម្ចាស់តងវាងសូននឹងមកវាងសូមក្រាបថ្វាយបង្គំព្រះក្រណាចប់ចំពុក106ដល់ចំពុក107ប្អូនម្ចាស់តងវាងសូតងវាងជើសូមគោរពព្រះរាជាសូមទ្រង់មេត្តាប្រោសណីសូមទប់ជីវិតឲ្យបងតម្ដងទៅប្អូនទី7ប្អូនទី9ពួកអូនទាំងពីរមកអង្គរឲ្យគេមែនទេមិនខុសទេទោះបីជាបងបានប្រព្រឹត្តទុកក្បត់ជាតិក៏ដោយប៉ុន្តែមិនតន់បង្កើនមានផលវិបាកធ្ងន់ធ្ងរទេដូច្នេះសូមព្រះអង្គបន្ទោបន្ថយទោសផងនៅមិនតន់បង្កផលវិបាកធ្ងន់ធ្ងរលុយតាក់ទងជាមួយគូរឈីនិងនគរតង្លិញធ្វើឲ្យរាជធានីឆាងអានវឹកវរគ្មានពេលស្ងប់ស្ងាត់អញ្ចឹងហើយនៅហានថាមិនធ្ងន់ធ្ងរទៀតទេតងហាងហួយក៏មកចោលប្រកាន់ខ្ញុំអីធ្វើអ្វីគឺធ្វើនោះខ្លាហានហានធ្វើទទួលខ្ញុំគ្រាន់តែរកមនុស្សនៅកជាប៉ុនតែមាននរណាតែចាំអារាមពួកឈួតនៅក៏តង់លឹងនោះទៅបើមានខេត្តគ្រូនតង់លឹងនៅក្នុងទីក្រុងឆាងអាននោះគឺជារឿងដែលមនុស្សចង់សម្លាប់ចោលនៅតែមានតងវាងហួយថ្ងៃស្លាប់របស់បងជិតមកក៏ដល់ហើយហាបងចង់ស្លាប់មែនទេបានខ្ញុំនឹងបំពេញអំណោយបងព្រះរាជាទោះបីយ៉ាងណាក៏យើងជាបងប្អូនពុកតែមួយដែរហើយអ្វីត្រូវមកកាប់សម្លាប់គ្នាធ្វើឲ្យអ្នកដតីសើចមកដល់ព្រះបដាយើងទៅវិញបើវិញ្ញាណព្រះបដាដឹងលើក៏មិនចង់ឃើញពួកយើងបែបនេះដែរប្អូនទី7ឯងប្អូនឆោតល្ងងពេកហើយអាមនោះចាស់ក្បត់ដូចជាគេគឺមិនដែលខ្វល់ពីរឿងបងប្អូនសាច់ឈាមឡើយបើការជួយសង្គ្រោះបងធំគឺជាចម្រើនរបស់ប្អូននោះឲ្យបងជំនួសប្អូនធ្វើរឿងនេះវិញចោះព្រះរាជាប្អូនយល់ថាបងធំបានប្រព្រឹត្តទោសធ្ងន់ធ្ងរប៉ុន្តែប្រសិនបើអាចទុកជីវិតឲ្យបងធំបាននោះវានឹងផ្ដល់ផលចំណេញដល់ព្រះរាជាអូរឿងនេះមានន័យដូចចំណេចនៅពេលនេះនៅក្នុងរាជធានីចាងអានចិត្តមនុស្សម្នាក់កំពុងតែច្បោកច្បល់កម្លាំងនានាតែចង់បែបបោសុតដៃនាំគ្នាកម្រាកមិនឈប់ឈរបើសិនជាពេលនេះបងធំស៊ឺនោះវានឹងคล้ายជាលេសឲ្យអ្នកតេចោតប្រកាន់អារ៉ាក់បានប៉ុន្តែបើទុកជីវិតឲ្យបងប្រុសធំហើយឲ្យគាត់ប្រាដៃធ្លីដើម្បីសងគុណនោះប្រជារាក្នុងគោនឹងយល់ថាបងធំជាស្តេតតិចដែលមានមេត្តាធម៌អាចធ្វើឲ្យយើងក៏មានស្ថិរភាពបានហេតុអ្វីបានជាមិនធ្វើទៅនេះឬជាវីដែលស្ដែកតែតែចិត្តក្តៅក្រហាយឲ្យនិយាយចេញមកបានអារ៉ាក់មើលស្មានថាហ្សូងក៏អាចនិយាយបែបនេះបានដែរឬចុះភាគទី107ជួលភាគទី108អា9ដែលជាក្បត់ជាដងជួលលុយតាក់ទងជាមួយស្ត្រូវប្រមានព្រះមហាអសរក៏ក្បត់ទោសនេះមិនអាចអត់អន់ឲ្យបានឡើយតាមពិតតែត្រូវតែដាក់ទៅប្រហារជីវិតយ៉ាងធ្ងន់ធ្ងរប៉ុន្តែដោយសារឃើញថាមានឈាមជើរបស់អតីតស្ដេចនៅក្នុងខ្លួនទើបយើងលើកលែងទោសស្លាប់ឲ្យហើយបញ្ជូនទៅតំបន់ព្រំដែនមួយជីវិតនេះមិនឲ្យវិលត្រឡប់មកវិញឡើយអគុណព្រះមេត្តាដ៏ធំធេងរបស់បងធំមិននឹកស្មានសោះថាបងប្អូនយើងនឹងមានថ្ងៃនេះតាមពិតទៅយើងមិនមែនជាខ្លួនយើងដូចពីមុនទៀតហើយហើយជាអគុណពួកកើងប៉ុន្តែពួកកើងមិនចាំបាច់ត្រូវសង្គ្រោះបងបែបនេះទេបើមិនចង់សម្រាប់បងចោះបងប្រុសធំនឹងនិយាយអីមិនសមហេតុផលអញ្ចឹងថ្ងៃនេះការដែលឲ្យបងប្រុសធំបានរស់គឺជាសមិទ្ធផលដ៏ធំបំផុតរបស់ពួកយើងហើយបងនឹងព្យាយាមបញ្ចុះបញ្ចូលបងធំដើម្បីជួយឲ្យបងប្រុសធំរស់នៅបានល្អជាងនេះបងប្រុសធំបងមិនចង់ឃើញអ្នកណាម្នាក់ក្នុងចំណោមពួកគាត់ត្រូវស្លាប់នោះទេហើយបងក៏កាន់តែមិនចង់ឃើញ
មិនចង់ឃើញតែភាពបងប្អូនកាប់សម្លាប់គ្នាទៅវិញទៅមកឡើយបងប្រុសធំសញ្ជិះជាមួយបងទៅថាទៅដល់ព្រំដែនត្រូវចេះតែរក្សាសុខភាពខ្លួនហឹងផង17មើលទៅអីនៅតែមិនយល់ទេចាប់តាំងពីពេលដែលគេមកឆេះផ្ទះសំបីមកដងវាងជួនម្នាក់នេះគឺបានស្លាប់បាត់ទៅហើយអីនឹងទេអញគឺចំនួនដែលបងប្រុសធំឲ្យម្លាយបំផុតសំឡេងដាសេកចូលជាតកៅគុំមកកាត់ក្នុងត្រកូលស្ដីទៀតឲ្យសោះសំឡេងខ្យល់បប៊ីប្រយ៉ានបងប្រុសធំបងប្រុសធំអញ្ចឹងមានន័យថាអញយល់ព្រមតាមបងហើយមែនទេសំឡេងណាប៉ះគ្នាសួរស្រាប់ក៏មិនអត់ដែរណាវ៉ាសំឡេងខ្យល់បកព្រះអង្គតើមានរឿងអ្វីកាត់ឡើងមែនទេគូបាច់សបី3ដងระวังស្រីតាមឈឺចាប់ចំនួន108ដង109ដងធានសូអូនដឹងអស់ហើយធានដឹងបានទោះបីជាបងចង់សម្រេចចិត្តធ្វើអ្វីក៏ដោយគ្រាន់តែបងព្រមនិយាយត្រង់ប្រាប់អូនមកអូនសុទ្ធតែអាចគាំទ្របងពិតមែនឬដោយសារប្រាជ្ញានិងកម្លាំងរបស់បងបើមិនមែនព្រោះតែវល់តែគិតរឿងបងប្អូននោះទេនៅតំណែងស្ដីក៏មិនអាចរបូតពីដែលបងបានដែរហើយបងចង់បានទាំងផែនដីនេះអូនប្រហែលជាអាចជួយបងដណ្ដើមយកតំណែងស្ដេចនោះបានដែរបើបងចង់ដើរលេងកំសាន្តទៅតាមភ្នំនឹងទឹកអូនក៏សុខចិត្តបោះបង់ចោលໄວទាំងអស់ដើម្បីទៅរស់នៅយ៉ាងមានសភាពជាមួយបងធំពេលដែលគាត់ចេញទៅបានធ្វើសញ្ញាប្រាប់អូនថាប្រញាប់ទៅឲ្យឆ្ងាយនោះគឺជាសញ្ញាសម្ងាត់ការពីក្មេងរបស់ពួកយើងបងប្អូនសម្រាប់គ្នាឥឡូវនេះក៏ដឹងទៅវិញអូនមិនអាចធ្វើបាបសាច់ឈាមខ្លួននឹងបានទេក្រោយជាមកទៀតក៏មិនចង់ធ្វើដែរសសិនបើអូនជ្រើសរើសធ្វើជាព្រះកម្ចាស់មានសេរីភាពដែលកំសាន្តនឹកដល់ចប់បងវិញថាម៉េចមីក្មេងឡងអាយទំនុំរបស់បងមិនសងសឹកទៀតហើយឬតើអូនត្រូវធ្វើដោយចម្ដេចដើម្បីជួយបងបានដងវាងអូនស្មានថាបងនឹងយល់ពីចិត្តរបស់អូនមិននឹកស្មានថាព្រះអង្គកំចាត់ដោយដែលអូនស្រឡាញ់បែរជាគ្មានទំនុកចិត្តលើអូនទៅវិញបងឯណាទៅដែលមិនជឿដងវាងបងស័ក្តិសិទ្ធិសុំនឹងបងទីបើតែផ្ញើសម្បត្តិឲ្យអូនការពីពេលថ្មីនេះត្រូវដល់ធំចិត្តនឹងសងបានហើយមិនយប់មិនមានទៀតឲ្យយកក្បាលរបស់គូសាហើយនោះបានហើយថែមទាំងប្រាប់ថាអូនគួរតែបោះបង់អ្វីទាំងអស់ដើម្បីផ្ដោតទៅធ្វើបងទេពិតជាអាក្រក់មែនមិនជាអូនធ្វើជាប្រពន្ធដូចរបស់បងទាំងតែតាមពិតអូនជាទុំមួយធានសួរបងកំពុងសំអល់រៀបការមែនទេមិនចឹងសូមសួរដងវាងបន្តិចអ្នកទាំងពីរនិយាយថាដងវាងទៅបងសុខចិត្តជួយអូនធ្វើជាប្រពន្ធថតទេមានអ្នកគ្រប់គ្រងផែនបែបនេះខ្លាចតែពួកសស្ដីប្រាំងក្នុងផែនដីនេះចំតាមភ័យគ្នាទេដឹងគួរតែជាអូនសួរថាបងសុខចិត្តរៀបការជាមួយអូនឬអត់ទេតើបងមិនយកប្រពន្ធដោយក៏បានដែរដងវាងបងចង់ធ្វើអ្វីប្រកបនឹងខ្ញុំបាយចិត្តណាស់ទីបំផុតខ្ញុំមានអភ័យហើយមើលមេបោះយើងឈួត109ចំពុកទី100អូចំពុកទី109.5តើដងវាងឬមួយក៏គេមិនចូលចិត្តខ្ញុំទឹកមុខរបស់ធានសវេមើលទៅមិនសូវល្អសោះមិនអាចទៅរួចទេប្រកាសជាខ្ញុំបានធ្វើអ្វីមួយឲ្យគេខឹងហើយខ្ញុំត្រូវតែទៅរកគេធានសវេខ្ញុំដងវាងទៅអឹងខឹងនឹងខ្ញុំមែនទេមិនក៏កំអីគឺសដៃជាកំហុសរបស់ខ្ញុំទាំងអស់គឺដោយសារតែខ្ញុំចំណាននឹងបងប្រសឹងទៅបានជាចង់ធ្វើឲ្យយើងខឹងធ្វើឲ្យយើងត្រូវឈឺចាប់បែបនេះតែគឺដោយសារតែខ្ញុំមិនបានខ្វល់ពីអារម្មណ៍របស់ហាញសុំទៅសាណាហើយធានសវេរបស់យើងពិតជាចេះគិតគូរដឹងក្តីមែនចប់ហើយនៅមានចម្ពោះទី110ទៀតណាស់អ្នកទាំងអស់គ្នាប្រហែលជាចម្ពោះនេះនឹងចប់ទាំងស្រុងហើយប៉ុន្មានឆ្នាំក្រោយ20តមេលេខ28គិតលុយតមេលេខ35គេចង់គិតលុយហើយកុំជំរុញខ្ញុំអីព្រៃយើអើយថ្ងៃនេះភ្ញៀវប្រងចាំច្រើនណាស់ធ្វើលេខអាមេឃើញនេះសឹងសឡងមិនដល់លេខ32រដល់ហើយហើយថុយហាអើយរំខាននឹងជួយទៅផ្ទះបាយយកម្ហូបបងឲ្យខ្ញុំផងម្សិលមិញខ្ញុំទៅតែឆ្លោះជាមួយមេចុងភៅខ្ញុំមិនស្រួលខ្លួនទៅទេអ្នកតាំងពីនេះមិនតាន់ពេញវ័យមែនទេចុះហេតុអ្វីបានជាមានគ្រួសារហើយនៅតែឆ្លោះគ្នាបែបនេះយាយអើយនាំខ្ញុំទៅហានថ្ងៃនេះលើនវឹងក៏នៅទីនោះដែរបានតោះយើងទៅទាំងអស់គ្នាស្លាប់ហើយមានអារម្មណ៍ថាថ្ងៃនេះដងវាងដាប្រហែលជាមកតាមរំខានខ្ញុំទៀតហើយម្យ៉ាងវិញទៀតជាក់ស្ដែងខ្ញុំគឺជាអ្នកទទួលរូបរាងស្រស់សង្ហារបែបនេះសង្ហាដាច់គេក្នុងចក្រវាលបែបនេះហេតុអ្វីបានជាមានតែខ្ញុំម្នាក់ឯងដែលនៅលើទៅវិញពិតតែខ្ញុំដឹងទេតាមពិតមានមនុស្សជាច្រើនលួចស្រឡាញ់ខ្ញុំបើខ្ញុំចប់ជីវិតនៅលេលឿនពេកបងប្អូនស្រីដែលលួចស្រឡាញ់ខ្ញុំមិនញងំហើយមែនទេសាក់ខ្លាំងណាស់ទីនេះហេតុអ្វីក៏ដូចជាមានពិធីបុណ្យឬអ្វីបែបនេះនាងនោះគឺថាស្រីទាំងអស់គឺមកទីនេះសរសេរឈ្មោះមនុស្សដែលខ្លួនស្រឡាញ់ដាក់ចូលក្នុងចង្គៀងរួចហើយទៅបង្ហោះដើម្បីជូនពរដល់អ្នកម្នាក់នោះអរគុណបងថ្លៃដែលបានជូនពរអូនតើអេងសប្បាយចិត្តរឿងអីយើងមិនទាំងស្គាល់ឈ្មោះហេងផងធានសុយអីកន្លែងនោះយើងនឹងហើយតែដងវាងលេងនឹងជាអ្នកកណាយើងមិនដែលស្គាល់បងប្អូនណាដែលមានឈ្មោះបែបនេះទេឬមួយក៏វាជាធានសុយអស់ហើយ